អ្នកទៅពីកុំកំដៅពួកលោកជាអ្នកប្រយុទ្ធវិមានស្ដេចចម្បាំងមិនមែនជាអ្នកប្រយុទ្ធរបស់ខ្ញុំទេក៏ប៉ុន្តែគ្មានប៉ុន្តែទេទោះបីជាបដូរជីវិតស្លាប់ក៏ត្រូវប្រយុទ្ធនៅក្នុងសមរភូមិប៉ុណ្ណោះស្ដេចចម្បាំងវិមានស្ដេចចម្បាំងលេងផងសូមគ្រូពេទ្យទេវតាជាយ៉ាងជួយសង្គ្រោះជីវិតកូនសំផងសូមគ្រូពេទ្យទេវតាជាយ៉ាងចេញមកសង្គ្រោះលោកជង្គង់រយៈពេលមួយយប់មួយថ្ងៃទៅហើយបើសិនជាគាត់ចេញមកសង្គ្រោះនោះគាត់ចេញមកយូរហើយមិនចាំបាច់រងចាំទៀតទេតកូលជឿយ៉ាងគោរពវិន័យគ្រួសាររាប់ពាន់ឆ្នាំមកហើយទោះបីថ្ងៃនេះលោកជង្គង់ដល់ស្លាប់ក៏គ្មានប្រយោជន៍ដែរទោះបីជាមានក្តីសង្ឃឹមតែបន្តិចក៏ដោយពុកនឹងជួយកូនឲ្យបានហើយមេឃាឃីវងឹតឋានរូបគ្មានព្រំដែនរកយើងជួយសង្គ្រោះដឹងពីវិន័យយើងទីតកូលជឿយ៉ាងជួយមនុស្សត្រូវការយកជីវិតបដូរជីវិតអញ្ចឹងយកជីវិតលោកបដូរចុះដែលចម្បាំងទៅមកខ្ញុំចុះខ្ញុំចាំបើក៏សុខចិត្តបដូរជីវិតដើម្បីលោកម្ចាស់ទៅអ្នកទៅពីកុំកំដៅពួកលោកជាអ្នកប្រយុទ្ធវិមានស្ដេចចម្បាំងមិនមែនជាអ្នកប្រយុទ្ធរបស់ខ្ញុំទេក៏ប៉ុន្តែគ្មានប៉ុន្តែទេទោះបីជាបដូរជីវិតស្លាប់ក៏ត្រូវប្រយុទ្ធនៅក្នុងសមរភូមិប៉ុណ្ណោះស្ដេចចម្បាំងមានពុកមិនចង់ជពាក់កូនទៀតទេបងពុកទៅណាទៀតហើយទៅចោលកូនទៀតហើយឯងពុកមិនទៅណាទេទៅរកម្ដាយកូនអ្នកទៅពីស្ដាប់បញ្ជាពួកខ្ញុំនៅទីនេះចាប់ពីពេលនេះទៅសំណាក់ស្ដេចចម្បាំងព្រមទាំងកូនស្រីខ្ញុំប្រគល់ឲ្យពួកលោកថែរក្សាហើយទទួលបញ្ជាប្រធានលីងស្អែកជាថ្ងៃជំនុំកម្ពុជាវិមានស្ដេចចម្បាំងពួកយើងគ្មានដំណឹងពីអតីតទេគ្មានដំណឹងក៏ត្រូវតាមរកខ្ញុំជឿថាពួកខ្ញុំនៅចិញ្ចឹមតែចិញ្ចឹមមនុស្សនៅជាង10លាននាក់អរវ៉ាន់1000លានទោះតែមធ្យោបាយណាក៏ដោយអាចខាតត្រូវរកមនុស្សឲ្យឃើញចាប់បានខ្ញុំយល់ហើយពុកទោះជាខ្ញុំចំណាំមកពុកមិនបានក៏ដោយទោះត្រូវតាមរកពុកដល់ជើងមេក៏ខ្ញុំត្រូវតែរកពុកឲ្យឃើញមីលោកក៏ប្រាជ្ញអនុញ្ញាតរួចហើយថ្ងៃស្អែកត្រូវតែឲ្យដើរស្ដេចចម្បាំងជ្រើសរើសម្ចាស់ថ្មីពេលនោះប្រកាសជាមានអ្នកខ្លាំងជាច្រើនចូលមកដណ្ដើមយកដៅអញ្ចឹងឯងនៅទីនោះប្រកាសជាខ្ញុំដឹងហើយពូឡុងខ្ញុំនឹងរៀបចំឲ្យបានល្អហើយស្ដេចចម្បាំងអាចប្រហារអ្នកនៅលើមេឃអាចពុះជ្រែកធរណីយកសរសៃអ្នកជាគ្រឹះយកមាសដាវទេវតាធ្វើជារាងកាយយកភ្លើងព្រះអាទិត្យមកដុតតម្កល់នៅក្នុងដំណាក់ដូនតានគរតាស៊ីទទួលការគ្រប់ពីអ្នកប្រយុទ្ធដូនតាតាស៊ីយើងគ្រប់ចំនួនបង្កើតវិញ្ញាណនៅក្នុងបាយុមកហើយដូច្នេះទើបមានវិញ្ញាណតាក់ទងនឹងពុករបស់ឯងថ្ងៃនេះដាវទេវតារងចាស់ថ្មីអញ្ចឹងតម្រូវឲ្យពុកឯងនឹងប្រកាសផ្ដាច់ហើយខ្ញុំដឹងហើយខ្ញុំត្រូវតែយកដៃស្ដេចចម្បាំងឲ្យបានប្រធានលីងមានដំណឹងពីជើងខ្លាំងដែលអ្នកស្រីប្រធានចង់បានហើយមកកូនញ៉ាំសាច់អាចារ្យទៅឆាប់ធំណាស់ម៉ាក់ចិត្តល្អណាស់កូននឹងប្រឡងឲ្យបានលេខ1កូនឆ្លាស្ដាប់ប្រកបណាស់ម៉ាក់ញ៉ាំសាច់ដែរទេអត់ទេម៉ាក់មិនចូលចិត្តញ៉ាំសាច់ញ៉ាំទៅកូនលោកប៉ាអត់ណាលោកប៉ាក៏ចូលចិត្តញ៉ាំសាច់ចង្កាក់ដែរតែខ្ញុំក៏មានកូនស្រីមួយដែរមែនទេលោកបងត្រឡប់មកវិញហើយមកហូបគ្រប់មុខហើយយើងចាំយូរហើយសំអាងអីឲ្យមកហូបទៅពួកគេមុនមិនឲ្យពួកយើងលោកតកែទៅពីពួកគេមកមុនពួកលោកមកក្រោយរចាំតិចទៅហើយមុនក្រោយស្អីលោកគួរតែដឹងថាបងឡងខ្ញុំមកចូលហាងណាក៏ដោយកំដាច់ហ្មងជួលដែរអញ្ចឹងតើលោកតកែទៅពីចង់បានន័យថាយ៉ាងម៉េចចង់មានន័យថាម៉េចទេគ្រាន់តែចង់ប្រាប់លោកឲ្យលោកឯងនៅទីនេះបើកហាងដោយសុវត្ថិភាពគឺដោយសារមានការមើលថែពីខ្ញុំឯងមិនដឹងគុណហើយនៅនិយាយមុនក្រោយស្អីទៅហើយចេញទៅល្អជាកូនយកទៅជូនលោកពូទាំងពីរញ៉ាំដែរទៅលោកពូសាច់អាំងនេះលោកពូហូបមុនចាទៅចេញទៅប្រាប់លោកឲ្យ5000យន់ថ្លៃការពារបើមិនចឹងទេរុះទៅចេញញ៉ាំច្រើនទៅណាសុំទោសនិយាយថាម៉េចហ្នឹងខ្ញុំឲ្យលោកសុំទោសក្មេងយោឲ្យយើងសុំទោសផងហ៎អស់ឡងលោកតាំងខ្វែដាក់លេខបឡងបើមិនចឹងយើងនឹងច្បាយកនឹងមកខ្ញុំលេងលេងទៅដាក់លេខបឡងចូលបបាក់មុខពួកខ្ញុំនឹងតាមគិតទៅទៅជួយនឹងបតតែយកជីវិតឯងប្រូទៅជួយនឹងបតតែយកជីវិតឯងប្រូទៅបងឡង
គឺជាអ្នកដែលឯងនិយាយមែនទេមែនហើយ ជុងហើយចាំទៅមើលទៅអូនទៅញ៉ាំស្ករក្រមជួបខ្ញុំទៅញ៉ាំស្ករក្រមនេះទៅកុំយំអីជួបខ្ញុំទៅបើចង់ញ៉ាំសាច់អាំងសូមមកម្ដងទៀតនៅថ្ងៃស្អែកណាថ្ងៃនេះបានទេព្រោះថាមេឃភ្លៀងខ្ញុំត្រូវរត់ទៅហើយ លោកគឺជាលោកឈិនមែនទេលោកជាអ្នកស្រុកនេះហីធៀនលីងរបាយការណ៍ប្រាប់ថាគាត់មកដល់ចិញ្ចឹង3ឆ្នាំហើយប៉ុន្តែគាត់ហាក់ដូចជាបាត់ការចងចាំបាត់ការចងចាំមែនពួកយើងគ្រប់កន្លែងនៅចិញ្ចឹងក្បាច់កូនគាត់គឺល្អជាងទេថែមទាំងអត់ពាក់ព័ន្ធជាមួយត្រកូលអភិជនណាទៀតហើយគាត់ថែមទាំងជួយឧបត្ថម្ភដល់ក្មេងកំព្រាជាលក្ខណៈឯកជនផងដែរប៉ុន្តែមើលទៅស្ថានភាពគាត់ពេលនេះហាក់ដូចជាខ្វះខាតថវិកាណាស់អត់ទោះសុំជាតិទេលោកឈិនលើខែថ្មីដៃលោកមិនធម្មតាទេខ្ញុំចង់ឲ្យលោកជួយរឿងមួយបើសិនជាលោកសម្រេចចិត្តខ្ញុំជូនលោក5លានប្រហែលទៅ5លាន5លានណាជួយរឿងអីទៅបង្ហាញបើនាងមិននិយាយខ្ញុំក៏គ្មានចាប់អារម្មណ៍ដែរខ្ញុំលើថាលោកចិញ្ចឹមក្មេងកំព្រាច្រើនណាស់បើលោកជួយខ្ញុំជួយលោករកសាលាឲ្យពួកគេរៀនហើយខ្ញុំអាចជាឈ្មោះរបស់លោកថ្ងៃនេះជារឿងតខ្លួនខ្ញុំនិយាយម្ដងទៀតខ្ញុំត្រូវការបាត់ហាងពេលដែលខ្ញុំបាត់ភ្លើងផ្លូវនេះច្បាស់ជាងងងឹតមិនខានទេនាងយល់ថាគាត់អាចទៅរួចទេរឿងបាច់គាត់អត់បញ្ហាទេប៉ុន្តែចំពោះអាកប្បកិរិយានេះអញ្ចឹងមានតែដើរមួយជំហានគិតមួយជំហានហើយថ្ងៃនេះបន្ទោហើយប្រហារជីវិតលោកជំនុំវាមានស្ដេចចម្បាំងមែនទេមានស្ដេចចម្បាំងអាចចង់និយាយស្អីទោះជាអញ្ចឹងកម្លៃរៀងយើងបានដែរថ្ងៃនេះលោកត្រូវតែស្លាប់ក៏មិនឯងមានឆ្នាំពើមិនទេមានស្នេហ៍បែបនេះទៀតលោកចេះណាពិតប្រកបទៅណាសំឡូងនេះគួរទៅសួរអញទៅចម្លៃមែន5លានគួរចាប់អារម្មណ៍ដែរលោកចាស់ឈុនក្មេងស្រីនោះប្រកាសជាប្រឆាំងនឹងលោកហើយនាងរកជើងខ្លាំងណាស់មិនដាំដើរទៀតកើតឬហើយនៅស្ថានភាពបន្ទាន់ខ្ញុំចាត់ការមិនទាន់រួចទេនិយាយបែបនេះឯងគឺរត់មកវិញក្មេងស្រីនោះរកមនុស្សវិមានស្ដេចចម្បាំងវាតាក់ទងនឹងផែនការរបស់លោកម្ចាស់ដូច្នេះខ្ញុំរាយការណ៍ជាពិសេសសុំទោសមិនអីទេពេលនោះខ្ញុំមនុស្សច្រើនពិបាកក្នុងការសម្លាប់មនុស្សទាំងអស់តម្លៃស្ដេចចម្បាំងត្រូវធ្លាក់ក្នុងកណ្ដាប់ដៃត្រកូលឈឹងធ្វើបានទេខ្ញុំមិនធ្វើឲ្យលោកម្ចាស់ខុសបំណងទេថ្ងៃស្អែកហើយគឺជាអ្នកទទួលខុសត្រូវការពារកូនខ្វាន់ខ្លាចជាស្ដេចចម្បាំងទទួលជាអ្នកប្រូចឆឹងមកដល់ហើយអ្នកប្រូនៅរស់ទាំងអស់គ្នាទេអ្នកប្រូកិច្ចការរកតាយើងប្រកល់ឲ្យពួកលោកយ៉ាងមិនចាស់ហើយទុកចិត្តចូលយើងដាក់ជនបង្កប់នៅក្បែរខ្លួនកូនក្មេងនោះហើយគឺថានៅការគ្រប់គ្រងយើងទេទៅឆានតិចទៅកុំឲ្យបែកការពេលសំខាន់បែបនេះប្រធានលីងមិនได้ក៏មិនមកឲ្យលឿនជាងនេះបន្តិចទៅលោកហឹងលោកនិយាយបែបនេះមិនទៅទីប្រធានលីងដើម្បីសមាគមពួកយើងហត់នឿយណាស់មកយកមិនទៅមិនអីទេពិតមែនរវល់ទាំងជប់ទាំងថ្ងៃប្រធានលីងគឺគួរតែត្រឡប់ទៅសម្រាប់ទៅការងារដណ្ដើមដើរគឺជាការងារប្រើកម្លាំងទុកឲ្យតែធ្វើការដូចខ្ញុំចូលរួមបានហើយគាត់អត់តន់មកដល់ទេនៅទេគាត់តើកូនលីងពួកនាងយ៉ាងហោចណាស់ក៏មានខ្សែលោហិតបន្តស្ដាច់ចម្បាំងហើយនាងមិនអាចរំពឹងទៅលើមនុស្សខាងក្រៅឲ្យមកជួយដណ្ដើមដើរទេមនុស្សក្រៅគ្រួសារលេងសើចទៅនឹងប្រកាសណាស់អញ្ចឹងអ្នកក្រៅក៏បានចំពោះរឿងនេះវាមានភាពគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើម្នាក់នេះស្លាប់ក្នុងការដណ្ដើមដើរសមាគមនឹងបាក់មុខខ្មាស់ទីជាមិនខានទេប្រធានលីងអ្នកដែលយើងរកបានធ្វើឲ្យគេអត់ចាន់ណាលើថាពីមុនមនុស្សធម្មតាទៅរករឿងគាត់តតាំងតែម្នាក់ឯងទេតែគាត់អាចយកឈ្នះបានតែងាយស្រួលមនុស្សធម្មតាប្រធានលីងនេះគឺថារឿងដោះស្រាយថ្ងៃនេះងាយស្រួលដូចជាការតតាំងជាមួយមនុស្សធម្មតាមែនទេគឺមិនអត់ទេខ្ញុំបាននិយាយហើយធ្វើតែគាត់គឺអត់ចាន់ណាដណ្ដើមដើរស្ដេចចម្បាំងមិនមែនជារឿងតូចតាចទេបើគេដឹងថ្ងៃនេះមានមនុស្សអ្វីខ្លះចូលរួមនោះទោះជាមានភាពក្លាហានប៉ុណ្ណាក៏មិនហ៊ានចូលរួមដែរអាឡូចាពេលនេះពួកខ្ញុំនៅវិហារដូនតាលោកអបរាជបានមកដល់លោកអបរាជលោកអបរាជចូលចិត្តភាពស្ងប់ស្ងាត់មិនចូលចិត្តភាពអ៊ូអរបាននេះទេពេលនេះលោកធ្វើរឿងស្មុគស្មាញបាត់លោកនិយាយត្រូវថ្ងៃនេះគាត់បានមកដល់ទៅហើយថ្ងៃនេះគឺប្រកាសចិត្តទៅរកឲ្យឃើញស្ដេចចម្បាំងថ្មីទៅបានប្រធានលីងពេលវេលាកន្លងទៅយូរហើយនេះគួរតែសម្រេចថាអ្នកណាគឺជាអ្នកចូលរួម
នាងគូពិចារណាថាអ្នកណាគេមានលក្ខណៈស័ក្តិសម អ្នកទាំងពីរមិនបាច់ខ្វល់ខ្វាយទេចំពោះរឿងនេះខ្ញុំចាត់ការរួចហើយ រៀបចំប្រធាននេះនេះគឺថារកមនុស្សមកពីខាងក្រៅប្រមាណអ្នកមកគឺពិតជាអាចទៅដើមដាល់នោះបានពិតប្រាកដមែនអី ត្រឹមត្រូវមនុស្សមកពីក្រៅគឺត្រូវចំណាយលុយថែមទៀតផងប្រហែលឆ្នាំនេះប្រធានលីងដើម្បីស្វែងរកអតីតស្ដេចចម្បាំងគាត់តែបន្តិចទេចំណាយទ្រព្យសម្បត្តិរបស់សមាគមអស់ទៅហើយខ្ញុំគិតថាបើសិនបើនៅតែបែបនេះបន្តទៀតដល់ពេលត្រូវពិចារណារឿងរកភាគហ៊ុនហើយ អ្នកទាំងពីរនិយាយពាក្យនេះពិភាក្សាគ្នាហើយមែនទេតែពួកលោកកុំភ្លេចបានមិនមែនពួកខ្ញុំសមាគមសិនធានអត់មានថ្ងៃនេះទេ នាងលីងនិយាយពាក្យពិតមិនត្រូវទេណាសមាគមស៊ីធានបង្កើតឡើងដល់ថ្ងៃនេះសួរថាឪពុករបស់នាងបានបង្ហាញមុខមាត់ម្ដងដល់ទេ ពួកយើងពិតជាបានប្រើប្រាស់កេរមរតករបស់ស្ដេចចម្បាំងមែនប៉ុន្តែប្រហែលឆ្នាំកន្លងមកការចំណាយលុយនឹងការបញ្ចេញកម្លាំងសុទ្ធតែជាពួកខ្ញុំពួកខ្ញុំប្រឹងប្រែងដើម្បីសមាគមយ៉ាងនេះហត់ថែមទាំងត្រូវកំដរប្រធានលីងតាមរកមនុស្សដែលបានស្លាប់ទៀតយ៉ាងទុកខប្រឹងប្រែងអស់ពីចិត្តពីកាយហើយ លោកបាត់មាត់ពួកខ្ញុំមិនទាន់ស្លាប់ទេអ្នកស្ដេចចម្បាំងនិងពួកខ្ញុំនឹងមានញាតិតាក់ទងគ្នាបញ្ជាក់ថាពួកខ្ញុំមិនទាន់ស្លាប់ ល្អបាទដូច្នេះមនុស្សចំណាស់ពួកយើងប្រមាណអ្នកនេះគឺនៅកំដរនាងលីងម្ដងទៀតប្រធានលីងគឺសូមធ្វើការជ្រើសរើសអ្នកណាស័ក្តិសមជាអ្នកតំណាងនាងមិនទុកចិត្តពួកយើងសុទ្ធតែអ្នកខ្លាំងរាប់ចំនួនមកហើយមិនមែនមនុស្សសម្រាប់គ្រាន់តែអាចទប់ទល់ជំនាញមនុស្សធម្មតានោះទេ ពួកលោកសុកចិត្តជួយមែនទេ អតីតស្ដេចចម្បាំងមានរឿងពួកយើងប្រកាសជាយល់ព្រមជួយហើយក៏ប៉ុន្តែ យ៉ាងម៉េច ក៏ប៉ុន្តែអ្នកណាទៅដើមបានដើរគឺដំកល់នៅផ្ទះអ្នកនោះ មិនបានអ្នកស្ដេចចម្បាំងមិនអាចឲ្យពួកលោកទេប៉ុន្តែលក្ខខណ្ឌផ្សេងទៀតបើពួកលោកនិយាយខ្ញុំព្យាយាមធ្វើឲ្យបាន នាងលីងពិតជាមានចិត្តលីមែន ខ្ញុំចាប់អារម្មណ៍តែជាមួយស្ដេចចម្បាំងប៉ុណ្ណោះចឹងគិតយ៉ាងម៉េចទៅ មិនបានអ្នកស្ដេចចម្បាំងនិងពួកខ្ញុំនឹងមានញាតិតាក់ទងគ្នាខ្ញុំអាចរកពួកខ្ញុំឃើញលុះត្រាតែខ្ញុំមានដាននេះនៅក្នុងដៃខ្ញុំសូមบอกពួកលោកចុះ អាយ៉ាប្រធានលីងច្រើនឆ្នាំទៅនេះពួកខ្ញុំកំឡោនាងស្វែងរកមនុស្សម្នាក់នោះអត់ជោគឈរគឺពួកខ្ញុំចំណាយលុយទាំងកម្លាំងខ្ញុំក៏បានចង់បានរបស់អីពីនាងដែរតែស្ថានភាពពេលនេះប្រសិនបើនាងបណ្ឌិតជង្គង់អត់ក្បាលសងគុណទេនោះអញ្ចឹងខ្ញុំក៏គ្មានសមត្ថភាពអីពិបាកក្នុងការបញ្យល់សមាគមណាស់នាងដឹងទេ ពួកយើងមិនលេងជាមួយនាងទេនិយាយក៏ហក់ពួកខ្ញុំមិនបានបោកបង់ខ្ញុំទេចុះហេតុអីក៏មកពុកខ្លួនឯងចាំអត់បានពួកខ្ញុំគាត់ប្រយុទ្ធជាមួយសត្រូវការពារជាតិការពារគ្រួសារដូច្នេះពួកខ្ញុំគាត់តម្រូវមកផ្ទះនេះមិនជឿទេបើចង់លេងជាមួយពួកយើងត្រូវលុតជង្គង់របស់ពួកយើងតែយើងមិនលន់លុតជង្គង់ពួកឯងចាំមកច្បាស់កូនធ្វើបាបកូនស្រីយើងទៀតអត់សោះមិនចឹងទេយើងទៅវាយគូតពួកឯងឲ្យខ្ទេចមិនខានទេ លោកជាអ្នកណា ពួកលោកត្រូវទទួលខុសត្រូវពិតជាក្អីក្អាងមែនមិនក៏មកមើលមានមនុស្សអីខ្លះនៅទីនេះថែមទាំងចង់ឲ្យអ្នកប្រើល្បិចដាក់លោកទទួលខុសត្រូវអញ្ចឹងហ៎ លោកជាអ្នកចាញ់មុខអញ្ចឹងមនុស្សប្រើល្បិចធ្វើបាបខ្ញុំគឺជាលោកឯងក្អីក្អាងយ៉ាងនេះបន្តិចទៀតពេលទៅដើមឡើងកំណត់ជង្គង់សុំវល់ជំនួសអត់សោះនាងចំណាយ5រៀលឲ្យខ្ញុំគឺព្រោះចង់ទៅដើមឡើងនេះមែនទេ មិនហើយលោកឈិន មានតែតន់ជាមួយខ្ញុំទេនិយាយជាលើកចុងក្រោយមិនថានាងអត់ខ្ញុំប្រមាណទេខ្ញុំគ្មានចំណាប់អារម្មណ៍ទេខ្ញុំក៏មិនចង់ពាក់ព័ន្ធទៅកុលអភិជនពួកនាងដែរខ្ញុំមកដើម្បីរកអ្នកដែលប្រព្រឹត្តល្បិចដាក់ខ្ញុំ ប្រធានលីមើលទៅមនុស្សខាងក្រៅដែលនាងរកមកនោះទុកចិត្តមិនបានទេឆាប់លុតជង្គង់អង្វរពួកខ្ញុំវិញទៅវាល្អជាង ខ្ញុំមិនអាចបោកក្រោយទេបើសិនជាដាច់តែចម្បាំងត្រូវគេយកតែខ្ញុំពិតជាស្វែងរកពួកខ្ញុំមិនឃើញទេ ឪពុកនាង លោកក៏ចម្បាំងមែនអ្នកទាំងអស់គ្នានេះគឺជើងខ្លាំងដែលខ្ញុំចេញគាត់មក ជើងខ្លាំងគាត់ហ្នឹង ប្រធានលីងនាងច្រឡំទៀតដឹងមើលទៅស្ថានភាពគ្រួសារលីងនៅពេលនេះមិនត្រឹមតែគ្មានសមត្ថភាពប៉ុណ្ណោះទេមិននឹកស្មានថាមនុស្សបែបនេះក៏អាចដណ្ដើមផ្លូវបានដែរ មិនថាជោគជ័យឬអត់ទេប្រាក់ប្រាំមានតែសន្យាជាមួយលោកមុសិនក៏មិនអាច មានចំណាប់អារម្មណ៍ជាមួយលុយទេខ្ញុំមកថ្ងៃនេះមករកមនុស្សលេងល្បិចដាក់ខ្ញុំប៉ុណ្ណោះ ប្រាល្បិច ប្រធានលីងពេលដែលនាងចេញទៅស្រាប់តែមានមនុស្សមកធ្វើគៀតខ្ញុំនាងមានរឿងអីបញ្យល់ដាក់ សុំ ខ្ញុំ ទោស ទេ លោកឈិនខ្ញុំថែម5លានទៀតទុកថាជាការសុំជំនួយចិន ខ្ញុំនិយាយហើយខ្ញុំមិនចាប់អារម្មណ៍រឿងលុយទេអ្នកដែលលេងល្បិចដាក់ខ្ញុំត្រូវទៅរកមុខគេឲ្យទល់តែឃើញ ពេលវេលាដល់ហើយជំនួបកម្ពុជាស្ដេចចម្បាំងចាប់ផ្ដើមពេលនេះ សូមគោរពការបញ្ជារបស់លោកអូបរាជ មានស្ដេចចម្បាំងបង្កើតឡើងដោយព្រះមហាក្សត្រដើម្បីពង្រីកវិសាលទឹកដីការពាររាជការពារប្រទេសជាតិតែដោយសារលោកមានទ័ពបាត់ខ្លួនអស់រយៈពេល15ឆ្នាំដូច្នេះហើយព្រះមហាក្សត្របញ្ជាឲ្យខ្ញុំជ្រើសតាំងស្ដេចចម្បាំងថ្មីដើម្បីរងាប់ចិត្តប្រជាជនដើមនេះគឺជាដើមស្ដេចចម្បាំងដើមនេះបង្កប់កម្លាំងធាតុនិងកម្លាំងពិឃាតរបស់អតីតស្ដេចចម្បាំងទោះបីជានៅពេលនេះពួកយើងមិនទាន់ដឹងថាហេតុអីស្ដេចចម្បាំងទុកដើមនៅទីនេះក៏ដោយពួកយើងយកវាធ្វើជាការសាកល្បងក្នុងករណីដែលអ្នកណាមួយអាចចូលទៅជិតដើមស្ដេចចម្បាំងចំនួន5ហត្ថអ្នកនោះនឹងមានឈ្មោះក្នុងតារាង ទុកឲ្យខ្ញុំ
យុវជននៅកូតាសៀប្រកួតដំណៃស្ដេចចម្បាំងដើម្បីការពារប្រទេសជាតិគឺជារឿងល្អប៉ុន្តែត្រូវគិតពីសមត្ថភាពខ្លួនឯងមិនដូច្នោះទេនឹងត្រូវបាត់បង់ជីវិតដោយអសរបងហើយគ្មានតម្លៃទេ ជាលេងគ្រោះថ្នាក់ក្នុងការដណ្ដើមដាវនាងក៏បានឃើញហើយទល់ពេលនេះនាងនឹកគិតថាមនុស្សដែលនាងមិនដឹងរកមកពីណាអាចជួយដណ្ដើមដាវឲ្យនាងបានមែនទេដាវពីដើមនេះខ្ញុំជាអ្នកយក អត់មែនទេ អីអត់ស្គាល់ស្លាប់រូបមែនឯងគិតថាដាវស្ដេចចម្បាំងគឺជាអ្វីទៅគឺជាអាវុធទឹកទី1របស់នគរតាសៀដាវដ៏មុតចេញពីស្រោមកំចាត់សត្រូវរាប់ម៉ឺននាក់បង្ហូរឈាមរាប់ម៉ឺនយួយកុំថាឡើយដាវនេះសម្រាប់ឯងចំហើយកម្លាំងពីក្នុងដាវនេះក៏អាចចាត់ការឯងបានដែរ ឃើញម្នាក់បាញ់ទីទោះបីជាមួយតែគាត់មិនសូវខ្លាំងតែយ៉ាងហោចណាស់ក៏ស្ថិតនៅក្នុងតារាងអ្នកខ្លាំង64នាក់ដែរសូមសួរលោកថាក្នុងតារាងអ្នកខ្លាំងលោកនៅលេខរៀងទីប្រមាណ តារាអ្នកខ្លាំងជាអ្វីទៅតារាអ្នកខ្លាំងនោះក៏ឯងមិនស្គាល់ដែរពិតជាមិនដឹងខ្យល់អីមែន យើងខ្លាំងកណ្ដាប់ដៃលេខរៀងទី15នៅក្នុងតារាង យើងខ្លាំងកណ្ដាប់ដៃលេខទី15ក្នុងតារាង លេខរៀងទី15មើលទៅថ្ងៃនេះអ្នកដែលមកចូលរួមសុទ្ធតែមិនធម្មតាទេប្រាជ័យហើយទៅវិញចុះ សូម្បីតែកណ្ដាប់ដៃក៏បរាជ័យដែរមើលទៅនេះគឺពិបាកមែនហើយ លោកឲ្យខ្ញុំបែបនេះក៏អាចចូលទៅចិត្តថ្ងៃ10ហាត់ដែរពិតជាសំឆ្លៃរឿងទី9ក្នុងតារាងមែនសមត្ថភាពសំណតិឈ្មោះជោគជ័យហើយ មានសមត្ថភាពបែបនេះទើបពិតជាអាចមានសិទ្ធិក្នុងការដណ្ដើមដាវមែនណា ជោគជ័យតែប្រចាំប្រអស់ចាំមែនមិនស្មានតែគាត់អាចចូលទៅចិត្តដាវ5ហាត់ សាកសមនឹងលេខរៀងទី1ក្នុងតារាងពិតជាខ្លាំងប្រកែកដូចជាគេឈ្មោះមែន នៅមានអ្នកណាចង់សាកល្បងទៀតដែរទីបើគ្មាន ខ្ញុំក៏ចង់សាកដែរអីត្រឡប់ទៅវិញទៅគ្រោះថ្នាក់ក្នុងការដណ្ដើមដាវឯងក៏បានឃើញដែរកុំឲ្យស្លាប់យ៉ាងម៉េចមិនដឹងខ្លួននោះ លោកហឹងមនុស្សចង់ស្លាប់ទប់ក៏ទប់មិនជាប់ដែរថយខ្លះបន្តិចមកប្រយ័ត្នបន្តិចទៀតគ្រៀតឈាមប្រឡាក់ពីខ្លួននាំតែចង្រៃទេ ដាវនេះកម្លាំងធាតុរបស់វាហេតុអីហាក់បីដូចជាធ្លាប់ស្គាល់ពីមុនមើលចុះដាវបានមួយជំនាញក៏លែងទៅមុខរួចទៅហើយបន្តិចទៀតកម្លាំងធាតុរបស់ដាវបញ្ចេញមកអស់សូម្បីតែសាកសពក៏គ្មានផងនេះ លោកឈិនសូមលោកប្រយ័ត្នផង ចម្លែកមែនមានអារម្មណ៍ថាមើលទៅដូចជាប្រហែលស្រៀងទៅនឹងអតីតស្ដេចចម្បាំង អតិថិស្ដេចចម្បាំងមិនអាចទេឆ្នាំនោះគឺពួកយើងធ្វើឃាតម្ដាយរបស់គេនៅចំពោះមុខគេមកជាស្ដេចចម្បាំងអីក៏មិនចំណាំពួកយើងទៅប្រគល់ដល់ស្ដេចចម្បាំងចេញមកមិនចង់ទេស្លាប់ អាហ្វុងកុំខ្វល់នឹងម៉ែគ្រូសាលីងអត់មានមនុស្សកំសាកទេកូន ម៉ែខ្ញុំសុំស្បន់ខ្ញុំនឹងសំសឹកជួបម៉ែឲ្យទាល់តែបានបាទសំសឹកតាមមានន័យថាម៉េចទៅ ហើយនេះគាត់គ្មានឯកាឡើងទៅមនុស្សស្មានថាគាត់អាចយកដាវស្ដេចចម្បាំងបានសោះ មិនដឹងឲ្យទៅគឺពិតជាមនុស្សម្នាក់នោះមែន មិនត្រូវទេដាវនេះមានបញ្ហាពេលវេលាកន្លងទៅយូរពេកកម្លាំងធាតុរបស់ដាវអតីតស្ដេចចម្បាំងមិនជូនទៅបានរំសាយដោយខ្លួនឯងអស់ហើយ ខ្ញុំខំតែឆ្ងល់ណាដាក់ដាច់ចុះទៅអាចច្បាប់មានមហិទ្ធិឫទ្ធិបែបនេះមនុស្សដូចឯងគ្មានសិទ្ធិប៉ះពាល់ទេ មិនខុសទេប៉ះពាល់ដាវនេះឯងមិនទោះត្រូវស្លាប់ប្រធានលីងមនុស្សនេះគឺនាងជាអ្នករកមកណា ជំនួសកម្ពុជាស្ដេចចម្បាំងលើកនេះអ្នកមានសមត្ថភាពកាន់ដាវបានលោកឈិនធ្វើការតាមច្បាប់តែមានអ្វីគួរឲ្យចាប់កំហុសទៅ ជាប្រកែកដល់សាមែនខ្ញុំប្រាប់នាងខ្ញុំមិនខ្វល់អំពីបដិស្អីនោះទេឲ្យតែបើពៀនលើជំនុំកម្ពុជាចម្បាំងគឺមានទោសស្លាប់ណា ទោះស្លាប់ហីជំនួសស្ដេចចម្បាំងស្ថិតនៅលើការគ្រប់គ្រងរបស់លោកអបរាំងលោករំលងសិទ្ធិដាក់ទោសតាមទំនឹងចិត្តអញ្ចឹងលើបន្ទុកលោកអបរាំងនៅក្នុងកែភ្នែកទេមែនទេ នាងលោកអបរាជមនុស្សម្នាក់នេះប៉ះពាល់ដល់ស្ដេចចម្បាំងដោយចិត្តឯងគេមិនគោរពស្ដេចចម្បាំងហើយគេក៏មិនទុកស្ដេចចម្បាំងក្នុងភ្នែកនោះដែរខ្ញុំចាប់ខ្លួនគេឥឡូវនេះឲ្យគេទទួលកំហុស ខ្ញុំសុខចិត្តចូលរួមថាខា ចាប់ខ្លួនខ្ញុំពួកលោកសាកសមដែរទេ គ្រួសារធំទាំងពីរនៅជាងជ័យរួមដៃគ្នាខ្ញុំមើលទៅគ្រូធំជាងលៀបហើយពួកគាត់ធ្វើដៃខ្លាំងដែរទេមិនត្រឹមតែខ្លាំងទេឆ្នាំនោះគាត់មានអាយុមិនច្រើនប្រហែលផងតែនៅក្នុងតារាងជើងខ្លាំងទាំង20ទៅហើយជាពិសេសគឺលោកវឹងគាត់មានលេខរៀងទី12នៅក្នុងតារាងអ្នកខ្លាំងគឺគាត់បានផ្ដួលអ្នកប្រកួតរាប់មិនអស់ទីខ្ញុំឲ្យយោបល់គាត់ដាក់ដាវស្ដេចចម្បាំងចុះឲ្យលុតជង្គង់សុំទូ ក៏ស្មានថាពួកយើងចាស់ហើយទៅគ្មានកំហឹងក្នុងខ្លួនពួកយើងកំពុងតែគ្រប់គ្រងកំហឹងមិនមែនពលុតកំហឹងទេពួកលោកនិយាយសម្លេងគ្មានបានការគេរស់ស្លាប់ហើយ ហើយពួកគាត់មិនទាន់ចាប់ដើមប្រយុទ្ធទៀតអ្នកខ្លាំងប្រយុទ្ធគ្នាជាធម្មតាតែមិនក្បាច់គឺនឹងឈ្នះចាញ់អ្នកនោះក្បាច់គុណមិនអន់ជាងខ្ញុំទេមិនអីទេតែយើងបានប្រាប់ពីអាចកំបាំងសាឡបងដំណាក់កាលទី5តែឯងរួចហើយម្នាក់នោះមិនមែនដៃគូឯងទេចំណែកមែនគាត់ដើរចេញមកបានហើយ ច
มันอาจจะรู้ที่มนุษย์คำเมนชมัวสอบไปเจอครั้งอย่างนี้แมนตีมันอาจรู้ที่แรงមានតែតងហើយហេតុអីទៅបងហេតុអីមិនអាចទេមិនអាចទេបងទៅអីប្រធានលីងមិនអីទេកុំអាចបង្ខំពេកអីច្បាស់ជាមានវិធីស្វែងរកលោកពុករបស់អ្នកនាងខ្ញុំមិនដឹងត្រូវអរគុណលោកថាម៉េចទេមិនទេខ្ញុំជួយនាងក៏ដូចជួយខ្លួនឯងដែរខ្ញុំតែជំរាបអារម្មណ៍ថាដើមមួយនេះគឺមានតំណែងតំណងនឹងការចងចាំរបស់ខ្ញុំនេះតើទៅនឹងការចងចាំរបស់លោកមែនទេខ្ញុំឃើញដែរជាលើកដំបូងស្រាប់តែមានអារម្មណ៍ថាស្និទ្ធស្នាលខ្ញុំជួយនាងម្ដងហើយតើនាងមានសមត្ថភាពអាចជួយខ្ញុំវិញទេបានឲ្យទីរឿងនេះខ្ញុំអាចធ្វើបានគឺខ្ញុំជួយលោកខ្ញុំចង់សាកល្បងការសាកល្បងធ្វើឲ្យខ្ញុំមានការចងចាំវិញទេតែការសាកល្បងនេះគ្រោះថ្នាក់ណាស់បាត់ប្រហែលគឺពិតជានេះមិនជារឿងដែលនាងត្រូវខ្វល់ខ្វាយទេបានអញ្ចឹងលោកបន្តធ្វើជាតំណាងឲ្យខ្ញុំចូលរួមការសាកល្បងជប់សិនគេគ្មានសិទ្ធិទេជប់សិនគេគ្មានសិទ្ធិទេសម្រាប់មនុស្សនៅពេលជំនួបស្ដេចចម្បាំងថែមទាំងប្រាថ្នាចង់ដណ្ដើមតំណែងស្ដេចចម្បាំងលោកចាត់ទុកថាវាជាលបែងក្មេងលេងតែមិនដែរទេប៉ុន្តែហើយខុសឬត្រូវសម្អាងលើច្បាប់អ្នកកំណត់មិនតែប៉ុណ្ណោះទេលោកអបរាជនៅទីនេះដែរគេសម្រាប់មនុស្សនៅមុខលោកអបរាជបើហឺនពេកហើយពួកលោកជាអ្នករករឿងគាត់មុនមួយម៉ាត់ណាក៏ចង់ដាក់ទោសគាត់ចង់ប្រើកម្លាំងបាយបង្ខំគាត់ទៀតបើសិនជាពួកលោកជាលោកឈិនពួកលោកនៅស្ងៀមរំចាំការស្លាប់មែនទេក៏ត្រូវដែរក៏ពួកគេជាអ្នកគឺមុនទេបាត់ចង់បន្ទោសគួរតែបន្ទោសខ្លួនឯងឲ្យរើសគោប្រយុទ្ធខុសរផែកយកឈ្នះខ្ញុំនិយាយសតតែជាការពិតការពិតដំបូងគាត់មិនគ្រប់កិច្ចប្រជុំនេះហើយនៅដើមឡើងស្ដេចចម្បាំងគ្មានការបកស្រាយអ្វីទាំងអស់ទាំងនេះជាការពិតទាំងអស់គ្នាគាត់ដឹងថាដើមស្ដេចចម្បាំងគឺជាអាវុធស្ដេចចម្បាំងដែរឥឡូវនេះស្ដេចចម្បាំងថ្មីមិនទាន់រកឃើញនៅឡើយទេគាត់បាច់ជាយកដាវធ្វើជាកម្មសិទ្ធិតខ្លួនថែមទាំងឲ្យដាវនេះទៅអ្នកដទៃទៀតទាំងនេះត្រូវដាក់ទោសបែបណាទៅឬមួយគេមានបំណងផ្សេងទៅឬមួយក៏គេជាជនក្បត់ជាតិឬមួយគេជាជនក្បត់ជាតិទៅគេជាជនក្បត់ជាតិនឹងប្រធានសមាគមលីងមីវសូមផ្ដល់ការបកស្រាយផងចាំនិយាយទៅម្នាក់នេះមានបញ្ហាឬមួយក៏នឹងមានបញ្ហាយល់អករិចច្បាស់សិនការពារបានន័យថារួមគំនិតហើយណាបាទខ្ញុំសុខចិត្តប្រកួតដៃស្ដេចចម្បាំងទៅវិញតែពួកលោកត្រូវដោះលែងលោកឈិនដៃស្ដេចចម្បាំងពាក់ព័ន្ធជាមួយលោកពុកអ្នកនាងគាត់និយាយទៀតអីខ្ញុំដឹងថាធ្វើយ៉ាងម៉េចហើយម្យ៉ាងទៀតបើពុកខ្ញុំដឹងរឿងនេះគាត់ពិតជាយល់ព្រមដូចខ្ញុំពេលនេះខ្ញុំបានប្រកួតដៃទៅពួកលោកវិញហើយអញ្ចឹងគាត់ប្រន់ឲ្យពិតមែនទេតែប្រគល់មកវិញហើយខ្ញុំមិនដេញដោលទេដែលគាត់មិនគ្រប់ការប្រជុំនេះតែគាត់បានសម្រាប់មនុស្សតាមច្បាប់គួរតែដាក់ទោសប្រហារជីវិតមានក្តីមេត្តានោះទេគួរតែប្រញាប់ដាក់ទោសទៅបានហើយរឿងនេះឲ្យចប់ត្រឹមនឹងចប់យើងមើលទៅលោកដូចជាប្រហែលមុខលោកជាអ្នកណាទៅខ្ញុំមិនដឹងទេលោកទៅជាអ្វីឈ្មោះស្ដេចចម្បាំងលោកនិយាយពីស្ដេចចម្បាំងអ្វីគឺខ្ញុំពិតជាមិនដឹងមែនមានអារម្មណ៍ថាទីនេះដូចជាធ្លាប់ឃើញធ្លាប់ស្គាល់បានហើយបន្តការសាកល្បងទៅចាប់ពីពេលនេះតទៅរកការសាកល្បងមានតែម្នាក់គត់ដែលអាចចូលទៅបានរយៈពេល1ធូបបើដល់ពេលកំណត់មិនទាន់ឆ្លងផុតទេចាត់ទុកថាបរាជ័យដំណាក់កាលទី1ចាប់ផ្ដើមទុកឲ្យខ្ញុំសូមក្រុមអ្នកប្រឆាំងទទួលបានជោគជ័យជោគជ័យហើយមិនស្មានថាលឿនបានមិនសោះទៅដល់ទុកសិនតែប្រឆាំងឆ្លងរួចទៅហើយមិនដឹងថាខាងក្នុងមានឧបសគ្គអ្វីខ្លះនោះទេដូចជាអ្វីដែលលោកតាគិតទុកមែនឲ្យតែជាប់សាច់ឈាមត្រកូលលីងតែបន្តិចបន្តួចក៏អាចឆ្លងផុតដំណាក់កាលនេះបានដែរពួកគេទាំងពីរស្លាប់ក្នុងផ្លែដើមស្ដេចចម្បាំងមិនពាក់ព័ន្ធនឹងយើងនោះទេពេលនោះដើមស្ដេចចម្បាំងនៅក្នុងដៃគេជាអ្នកសម្លាប់មនុស្សច្បាស់ណាស់ឬមួយលោកអបរាជចង់ការពារគេល្ងឹងមែននៅប្រជុំកូនចៅលោកមិនដឹងដើមស្ដេចចម្បាំងហើយអ្វីសម្លាប់មនុស្សលោកបកស្រាយបន្តិចទៅដើមស្ដេចចម្បាំងអាចប្រហារអ្នកនៅលើមេឃអាចពុះជ្រែកធរណីយកសរសៃអ្នកធ្វើជាគ្រឹះយកមាសទេវតាធ្វើជារាងកាយយកភ្លើងព្រះអាទិត្យដុតដំទុកនៅក្នុងដំណាក់នគរតាសៀទទួលការគ្រប់ពីអ្នកប្រយុទ្ធនគរតាសៀគ្រប់ចំនួនដូច្នេះហើយដើមស្ដេចចម្បាំងបែងចែកក្បត់នឹងស្មោះត្រង់ឲ្យតែធ្លាប់ស្បត់ចំពោះដើមនេះស្មោះត្រង់មួយនគរតាសៀអស់មួយជីវិតបើហ៊ានក្បត់សន្យាចំណាយរាប់ម៉ឺនយួនក៏អាចប្រហារជីវិតគេបានដែរនិយាយបានល្អអីយល់ហើយឬនៅបើនឹងស្មារតីគាត់ចេញមកបានព្រមទាំងបានយកសម្ភារបំពាក់ចេញមកទៀតថាមិនអាចទៅរួចទេជោគជ័យលំចាស់ចង់ពិតទូទីត្រូវមែនជាមរបស់តកូលឈីងពិតជាអាចប្រកាសបាន
ស្ដេចចម្បាំងដាច់ខាតត្រូវជារបស់ត្រកូលឈឹង លោកចាឈឹងអ្នកប្រឆឹងបានឆ្លងផុតដំណាក់កាលទី1ហើយដោយដែលលោកបានគិតទុកអញ្ចឹងគ្រាន់តែជើងខ្លាំងបីក្មេងដែលត្រកូលលីងនោះរកមកនោះអ្វីដែរមិនអន់ទីពួកយើងត្រូវតែចាត់ការទីទុកមុនទៅបាន មិនអីទេទោះបីជាវាឆ្លងកាត់ដំណាក់កាលទាំង4ពិតមែនដំណាក់កាលទី5នេះមានយើងជាអ្នកការពារហើយ ដោយដែលលោកបានគិតទុកអញ្ចឹងដល់វិញលោកហើយដល់វិញលោកហើយ លោកឈិនលោកគឺជាអ្នកមានគុណរបស់ត្រកូលលីងសូមលោកមេត្តាប្រុងប្រយ័ត្នផង ស៊ីជឿនស៊ីជឿន តែចាំមិនទេគាត់អាចបរាជ័យទេប្រធានលីងកុំអាចបញ្ញាប់លោកឈិនគឺជាមនុស្សមានបុណ្យគាត់ពិតជាឆ្លងទៅដោយជោគជ័យ ចិត្តដល់ពេលហើយបើគេមិនចេញមកទៀតចាត់ទុកថាចាញ់ហើយណាចិត្តហើយអ្នកពលកំរំទោះបីជាគេខ្លាំងប៉ុណ្ណាឲ្យតែគ្មានឈាមត្រកូលឈៀងទីគេច្បាស់ត្រឹមហិតរត់តែចម្បាំងធ្វើគេស្លាប់ជាមិនខានទី មិនចេះប្រមាណកម្លាំងខ្លួនឯងសូម្បីតារាងអ្នកខ្លាំងក៏មិនបានចំណាត់ថ្នាក់ផងឲ្យចង់ឆ្លងកាត់ការសន្លបងឲ្យតាមខ្ញុំមើលទៅប្រហែលជាមានភ្លើស្លាប់ទេចឹងចាំអីទៀតរកមនុស្សយកទៅសៃគេឲ្យទៅ ស៊ីជឿន បងហ្វុងអ្នកម៉ែ បង គាត់ មិនពីបោះថ្លៃទេបងទៅឆ្លងកាត់ការប្រយុទ្ធបងត្រូវទៅបួសហើយទៅពីខ្លួនសិនទៅ ចា ដាក់ស្អាតចម្បាំងចុះយើងនឹងទុកសាសពទាំងមូលឲ្យឯងចុះ មិននឹកស្មានថាគាត់ចេញមកបានព្រមទាំងបានយកសម្ភារបំពាក់ចេញមកទៀតថាមិនអាចទៅទេ វាជាចិត្តរបស់ពុកខ្ញុំលោកយកវាមកពីណា ខ្ញុំមិនដឹងទេពេលដែលខ្ញុំចូលទៅខាងក្នុងក៏បានឃើញវាដែរ បាននិយាយអញ្ចឹងដំណាក់កាលទី1គឺឲ្យលោកយកឈុតចម្បាំងចេញមកសិន ខ្ញុំក៏មិនដឹងដែរពេលដែលខ្ញុំខិតទៅជិតវាបានលឺសម្លេងនៃការកាប់សម្លាប់ សម្លេងកាប់សម្លាប់ កាន់តែខិតជិតសម្លេងក៏កាន់តែខ្លាំងពេលដែលខ្ញុំយកដៃស្ទាបគោះក្បាលខ្ញុំលេចចេញរូបភាពជាច្រើន ធ្វើឲ្យលោកនឹកឃើញអីទេនឹកឃើញថាលោកជាអ្នកណាហើយនៅ អត់ទេតែពេលនេះខ្ញុំប្រកាសថាខ្ញុំកំពុងតែការពាររបស់មួយនេះ ខ្ញុំនឹកឃើញហើយគាត់ប្រហែលជាកូនតបនៅក្រៅបង្កប់ស្ដាច់ចម្បាំងទើបអាចយកឈុតចម្បាំងនិងដៃស្ដាច់ចម្បាំងបានយ៉ាងរលូនមានតែអ្នកនៅក្បាលអតីតស្ដាច់ចម្បាំងទេទើបអាចធ្វើបានគាត់ប្រហែលជាសេនាជំនិតរបស់អតីតស្ដាច់ចម្បាំងហើយពិតជាអាច បើជាឈុតចម្បាំងរបស់ឪពុកនាងទទួលយកទៅវិញចុះ គាត់គឺជាអតីតស្ដេចចម្បាំងលីហ្វុងគាត់គឺជាអតីតស្ដេចចម្បាំងលីហ្វុងហើយនិយាយថាម៉េច15ឆ្នាំមុនខ្ញុំជាអ្នកសម្លាប់ឪពុករបស់គាត់តែអ្នកប្រុសធ្លាប់លើពីស្ដេចចម្បាំងឈាមដាច់ដែរទេ20ឆ្នាំមុនក៏បានចូលរួមប្រយុទ្ធនៅក្នុងសមរភូមិដោយសម្លាប់សត្រូវរាប់សិបម៉ឺននាក់គាត់ត្រូវបានព្រះមហាក្សត្រកោតសរសើរជាខ្លាំងក្រោយមកគាត់បានឡើងតំណែងជាបន្តបន្ទាប់រហូតត្រូវបានតែងតាំងជាមេទ័ពដៃស្ដាំនៅក្រោមលោកម្ចាស់ឆឹងតែម្នាក់ប៉ុណ្ណោះក្រោយមកព្រះមហាក្សត្រថ្មីបានសាងសង់វិមានស្ដេចចម្បាំងឡើងលីហ្វុងនិងលោកម្ចាស់ឆឹងបានចាប់ផ្ដើមដណ្ដើមតំណែងស្ដេចចម្បាំងដំបូងលោកម្ចាស់ឆឹងចិត្តបានស្ដេចទៅហើយតែត្រូវត្រកូលគូដែលមានស្នាដៃពង្រីកទឹកដីបានប្រកល់ដើរស្ដេចចម្បាំងទៅឲ្យលីហ្វុងហើយបានធ្វើឲ្យលោកម្ចាស់ឆឹងមានរបួសលីហ្វុងក៏ដណ្ដើមតំណែងស្ដេចចម្បាំងចាប់តាំងពីពេលនោះមកតំណែងស្ដេចចម្បាំងក៏ខ្លាចទៅជារបួសនៅក្នុងចិត្តលោកម្ចាស់ឆឹងបាននិយាយចឹងត្រកូលឆឹងនិងត្រកូលលីងជាសត្រូវស្លាប់រស់មែនហើយចាប់ពីពេលនោះមកលោកម្ចាស់ឆឹងចាប់ផ្ដើមរៀបអបាយកលអាត្មានិយមរបស់ព្រះមហាក្សត្រថ្មីដោយសម្រាប់គ្រួសារត្រកូលគូទាំងមូលធ្វើឲ្យពាក់ព័ន្ធដល់គ្រួសារត្រកូលលីង នាងយ៉ាងម៉េចហើយ លោកអបរាជខ្ញុំសូមវល់លោករឿងមួយ និយាយមក លោកឈិនតាមយកដៃស្ដាច់ចម្បាំងបានអញ្ចឹងថាគាត់មាននិស័យសូមវល់លោកជំនួសគាត់ឲ្យគាត់ខ្ចីដៃនេះប្រាសិន ប្រកាសជាបានគេអាចលើកដើរស្ដេចចម្បាំងបានអញ្ចឹងឲ្យគេខ្ចីដើរស្ដេចចម្បាំងប្រើគ្មានបញ្ហាអ្វីទេ អរគុណលោកអបរាជ មិនចាំបាច់ទេ នេះជាដំណាក់កាលទី1ដំណាក់កាលបន្ទាប់លោកប្រហែលជាត្រូវការវាណាស់នេះមាននិស័យជាមួយលោកណាស់នៅក្នុងដៃលោកទើបអាចបញ្ចេញកម្លាំងពិតវាបាន ដំណាក់កាលទី2អ្នកណាត្រូវទៅមុនបើបានអភិសាបដារបស់គាត់ហើយមិនបានឲ្យលោកម្ចាស់ឆឹងសម្រាប់គាត់ដល់ដៃរបស់គាត់ទេមិនបាច់បង្ខំទេដល់ពេលដែលត្រូវចាត់ការលោកតានឹងចាត់ការហើយអ្នកប្រុសពិតជាឆ្លាតមែនតែដំណាក់កាលទី2មានឧបសគ្គអ្វីខ្លះទេគឺមនុស្ស2នាក់ដែលស្គាល់គេយ៉ាងច្បាស់គឺជាពួកគេយើងដឹងថានឹងគេមានគំនុំនៅគ្នាហើយតែអាចទ្រាំបានធុបកន្លះសរសៃធ្វើឲ្យកម្លាំងពួកគេចុកខ្សោយខ្ញុំនឹងប្រកាសផ្ទះផ្អើលមួយដល់ឯងខ្ញុំនឹងប្រឹងអស់ពីសមត្ថភាពទុកឲ្យខ្ញុំ អស់ពេលហើយមិនសិលាមិនតន់ចេញមកទៀតនោះ
សូមបីតារាអ្នកខ្លាំងលេខទី9ស៊ឺមិនឡើងក៏មិនឆ្លងកាត់បានដែរ ការសាកល្បងបានបរាជ័យ បណ្ដាជ័យឲ្យមើលទៅដំណាក់កាលទី2គ្រោះថ្នាក់ណាស់គាត់អាចស្លាប់ខាងក្នុងទេមិនទាន់ស្លាប់ទេគាត់អាចស្លាប់ខាងក្នុងទេបើមិនស្លាប់គាត់បួសដែរ ខ្ញុំមិនបានធ្វើឲ្យអ្នកប្រុសខកបំណងទេឯងគ្មានប្រយោជន៍ទៀតនោះទេយើងគ្មានហេតុផលអីទុកឯងទៀតនោះឡើយជាតិក្រោយត្រូវតែប្រយ័ត្នប្រយែងបន្តិចឆ្លងផុតដល់ពេលវេលាហើយត្រូវខំប្រឹងឡើង ចិត្តដល់ពេលហើយ លោកឈិនប្រកាសជាឆ្លងនឹងការសាកល្បងនេះដែលជោគជ័យ ខ្ញុំកំពុងតែនិយាយពីរឿងផ្សេងប្រសិទ្ធភាពថ្នាំដល់ពេលហើយ លោកប្រាថ្នាពឹសហេ នេះមិនមែនជាថ្នាំពឹសទេថ្នាំប្រភេទនេះគឺជាប្រភេទថ្នាំដែលធ្វើឲ្យមនុស្សវិស្មារតីខុសពីមនុស្សធម្មតាហើយខ្សោយកម្លាំងយ៉ាង លោក ខ្លាំង និយាយចង់បានន័យថាម៉េច មានអ្វីទេគ្រាន់តែបើមិនបញ្ញាប់ស្រូបយកវាបន្តិចវានឹងមានអារម្មណ៍ខ្លាំងខ្លាគេនឹងវាយប្រហារសម្រុកទៅលើអ្វីៗដែលមានចលនានៅចំពោះមុខគេរហូតដល់ស្លាប់ បាននេះថាម៉េចនិយាយគ្នាហៅថាមិនប្រយុទ្ធនោះ ទេវតាមេដីធ្វើសាស្័យខ្ញុំលិចផង ខ្ញុំចាំងលោក ខ្ញុំចាំងបើក សូមស្វាគមន៍នៅទីនេះសូមស្វាគមន៍ការពីទឹកដីនគរតាសា ជំនាញខាងអ្វីជ្រើសយកអាវុធមួយនោះចោះ មិនបាច់ទេខ្ញុំប្រើវាបានហើយដល់ស្ដាប់ច្បាស់អត់ប្រយោជន៍ទេខ្ញុំអមអត់ច្បាស់ត្រឡប់មកវិញស្ដាប់ច្បាស់លោកមានច្រឡំទេយើងប្រាប់ពួកលោកយើងមានពេលវេលាធុកមួយសរសៃពួកលោកប្រយុទ្ធមិនប្រយុទ្ធទោះបីគ្នាយើង10នាក់ក៏មិនអាចយកឈ្នះស្ដាប់ច្បាស់បានដែរ ពួកយើងសិតតែជាខុសใจរបស់លោកមិនយ៉ាងណាជាដៃគូរបស់លោកបានទៅ អ្នកទៅពីស្គាល់ខ្ញុំមែនមិនអាចមិនស្គាល់ទៅលោកចាស់ខ្ញុំទៅពីគឺលោកជាអ្នកបង្ហាត់បង្រៀនឆ្នាំនោះលោកប្រកល់កូនស្រីមកឲ្យពួកយើងថែរក្សាលោកក៏បានលោកចូលទៅក្នុងជ្រោះ ពួកយើងគិតថាលោកបានស្លាប់ហើយមិននឹកស្មានថាសំណាងតែពួកយើងបានមើលថែកូនលោករហូតដល់ធំដល់ក្តី កូនស្រីខ្ញុំអញ្ចឹងកូនស្រីខ្ញុំពេលនេះនៅណា អូនាងនៅឯ ស្រីខ្លាចយ៉ាងនេះគាត់ប្រហែលជាមានគ្រោះថ្នាក់ទេដឹងហើយប្រហែលហើយអញមួយជឿខ្លាំងដូចជាមីស្លាងគឺគាត់តែបន្តិចស្លាប់ក្នុងនោះបាត់ទៅហើយមិនមែនហើយឬសំលេងបើមិនបាក់ដៃក៏បាក់ជើងដែរ មើលទៅកដោដែលខ្ញុំរៀបចំឲ្យគាត់ប្រហែលជាជួយចិត្តណាស់ចិត្តដល់ម៉ោងហើយថាមិនត្រូវបន្តិចទៀតគាត់នឹងត្រូវគេបោះចេញមកក្រៅហើយពេលដែលប្រមូលសាកសពរបស់គាត់នាងក៏គួរឲ្យសោះ ហើយចាពួកយើងទាំងអស់គ្នាទូទាបន្តិចទៅមើលថាគាត់បាក់ដៃឬក៏បាក់ជើងឬមួយក៏ស្លាប់នៅទីនោះបាត់ទៅហើយ ឯងបាត់មាត់ ដល់ពេលហើយ ឆ្លងផុតស្អីគេ ម្នាក់នេះមានជីវិតចេញមកម្ដងទៀតគាត់គឺចាក់លងចាក់ប៉ាវសេនាចម្រិតរបស់ស្ដេចចម្បាំងសេនាចម្រិតនឹងអាចឈ្នះបានដែរគាត់ជាមនុស្សអ្វីទៅនោះ លោកពូធំលោកពូទី2លោកឈិនពួកគាត់ជា គេទៅពីអ្នកគ្មានរឿងអីទេគ្រាន់តែស្លាប់ប៉ុណ្ណោះ ការពិតពួកគាត់គឺជាអ្នកការពារការសាកល្បង ពួកគេស្គាល់ខ្ញុំថែមទាំងនិយាយពីរឿងដែលតាក់ទងកូនស្រីខ្ញុំទៀត កូនស្រីលោកអី ពួកគេនិយាយថាកូនរបស់ខ្ញុំស្លាប់ទេពួកគេតាមថែរក្សានាងរហូត ចុះពួកគេតែពីរនាក់បាននិយាយពីរឿងកូនស្រីលោកទេ អត់មានទេក្រោយមកពួកគេដូចជាឈួនអញ្ចឹងដូច្នេះខ្ញុំមានតែធ្វើឲ្យពួកគេស្លាប់មិនទេចាំគេដឹកខ្លួនឡើងវិញតាមសួរទៀតចឹង ល្អខ្ញុំដឹងហើយអាចយកមកពេលនេះបានប្រធានលីងមានការអីរបាយការណ៍ DNA របស់អ្នកនាងចេញមកហើយអត់ចេះថាខ្ញុំនឹងពុកដូចគ្នាមែនទេចាកំពុងតែបញ្ជូនមកហើយតែទៀតមកដល់ហើយល្អណាស់ ចូលរួមអបអរបន្តិចទៀតរកឃើញឪពុករបស់នាងហើយ ខ្ញុំក៏អរគុណលោកដែរខ្ញុំជិះរកពុកឃើញហើយតែលោកត្រូវ ខ្ញុំនឹងបន្តការសាកល្បង ខ្ញុំ ទៀត យល់ថាបើខ្ញុំរកពុកឃើញតាម DNA លោកក៏ធ្វើបានដូចគ្នាបើសិនជាលោកបានពីការចំណាយខ្ញុំជួយលោកបាន ទឹកចិត្តនាងខ្ញុំទទួលយកហើយតែខ្ញុំចាំបាច់ត្រូវស្វែងរកការចងចាំរបស់ខ្ញុំត្រឡប់មកវិញ ការចងចាំគឺពិតជាសំខាន់យ៉ាងនេះមែនទេលោកបាត់បង់ពេលវេលាកំដរកូនស្រីអស់ច្រើនណាស់លោកចង់បន្ថយគ្រោះថ្នាក់ឲ្យនាងខ្ញុំចាំលោកអស់ខ្លាំង10ឆ្នាំអញ្ចឹងឯងកូនលោកចាំលោកមកវិញនាងពិតជាកំពុងរងចាំលោកហើយបើការចងចាំមួយថ្មីទៀត អ
ចឹងខ្ញុំសួរនាងបើជាឪពុករបស់នាងតើនាងសង្ឃឹមថាគាត់នៅចង់ចាំរឿងរ៉ាវទេ យើងចង់ពូហាត់ទើបជាអ្នកខ្លាំងបំផុតនៅក្នុងโลกនេះត្រកូលលីងស្អីស្ដេចចម្បាំងស្អីសុទ្ធតែជាសត្វស្រមោចទាំងអស់យើងទើបជាស្ដេចចម្បាំងថ្មី យើងទើបជាជើងខ្លាំងទី1ក្នុងโลกយើងទើបជាជើងខ្លាំងទី1នៅក្នុងโลก នេះជាពិភពសបិនយ៉ាក់ឡើងទៅ លោកតាខ្ញុំ ស្មារតីឯងមិនដឹងណោចេញទៅវិញទៅ សូមទោសលោកតាខ្ញុំធ្វើឲ្យលោកតាខកបំណងហើយ ឯងនៅក្មេងនៅឡើយស្មារតីមិនដឹងដូចជារឿងធម្មតាទេត្រូវធ្វើការបង្ខិតបានច្រើនមុននឹងក្រោយឯងខ្លាចជាស្ដេចក្រាញ់ប្រចាំតំបន់ បាទ ត្រូវហើយ លោកតា តាលើថាមានមនុស្សតូចតាចមកស្គាល់ពីសាវតារបស់តាក៏ឆ្លងកាត់មកដល់ដំណាក់កាលនេះដែរ បាទម្នាក់នោះដូចជាអតីតស្ដេចចម្បាំង អតីតស្ដេចចម្បាំងពិតជាគួរឲ្យចាប់អារម្មណ៍មែនច្រើនឆ្នាំមកហើយទីបំផុតក៏ត្រឡប់មកវិញទោះបីជាត្រឡប់មកវិញក៏គ្មានបានកើតដែរពេលនេះមិនដូចពីមុននោះទេ ឆ្លងផុត មិនស្មានថានៅប្រជជនកោរបួសដែរឬមួយក៏នៅដំណាក់កាលនេះមានកពូលជើងខ្លាំងចាំកាប់ពី នាងនិយាយទៅមើលមិនទៅទៀតគាត់អាចមានជីវិតចេញមកវិញបានទេការសាកល្បងដំណាក់កាលទី3ចាប់ផ្ដើមយើងសូមរំលឹកដល់លោកការសាកល្បងដំណាក់កាលនេះមានគ្រោះថ្នាក់គ្រប់ទីកន្លែងពលលោកបើសិនជាមានអ្នកណាខ្លាចស្លាប់អាចដកខ្លួនចេញមុនបានពីព្រោះពេលនេះសតតែពលលោក2នាក់ទេបើសិនជាមិនមានអ្នកណាដកខ្លួនអញ្ចឹងការសាកល្បងដំណាក់កាលទី5ដែលផ្ទាល់ការប្រយុទ្ធគ្នាអ្នកឈ្នះនឹងអាចខ្លាចទៅជាស្ដេចចម្បាំងថ្មី មិនដំណាក់កាលទី5ទេខ្ញុំមើលដំណាក់កាលនេះនៅប្រជជនគឺអាចយកឈ្នះបានហើយមិនប្រកបទេលោកឈិននៅម្ខាងនោះក៏ឆ្លងផុតដំណាក់កាលដូចគ្នាដែរ ឥឡូវនេះចាប់ផ្ដើម បាច់ជប់នឹងគ្រោះថ្នាក់លោកតែកិច្ចខ្លួនមកវិញប្រធានឈិងខាងនេះជាកូនជាអ្នកណាអគឺលោកឈិនគឺជាឪពុករបស់អ្នកនាង បើចង់ញ៉ាំសាច់អាំងស្អែកចាំមកម្ដងទៀត ចាប់ហើយពេលរឿងធំហើយរឿងអីទុកថានៅក្នុងការសាកល្បងអ្នកនាងកុំបារម្ភអីលោកឈិនគាត់មិនមែនគឺលោកលីងគាត់មានសមត្ថភាពគាត់ពិតជាធ្វើបានស្ថានភាពជាងពូខ្វាន់ការសាកល្បងលើកទី3ពិតជាមានបង្កប់គ្រោះថ្នាក់អ្វីផ្សេងទេ មិនខុសទេក្នុងដំណាក់កាលទី3នេះទោះជាគាត់ខ្លាំងប៉ុណ្ណាក៏មិនអាចឆ្លងផុតបានដែរពីព្រោះនៅក្នុងនោះមានរបស់ដែលគាត់ចង់បាន លោកបានន័យថាម៉េច ពួកឯងថាអតីតស្ដេចចម្បាំងគឺបានចូលដំណាក់កាលទី3 ពូឡងពូដឹងខ្លួនហើយ មកហើយប្រសិនបើពីមុនគឺគាត់ឆ្លងកាត់ដំណាក់កាល3នេះគឺប្រកាសជាគ្មានបញ្ហាកើតឡើងទេតែពេលនេះប្រកាសជាមានរឿងហើយ ដំណាក់កាលទី3តាមមានឧបសគ្គអីទេ ដំណាក់កាលទី3មានអ្វីៗទាំងអស់ដែលមនុស្សចង់បាន មិនតែទៀតបើគាត់អាចមានជីវិតចេញមកវិញយើងភ្នាល់ជាមួយគ្នាម្ដងទៅបើខ្ញុំចាញ់សុកចិត្តបោះបង់បើនាងចាញ់ទុកសារសពរបស់គាត់ឲ្យខ្ញុំជាអ្នកប្រមូល ទោះជាខ្ញុំមិនយល់មែនអ្វីដែលលោកកំពុងនិយាយប៉ុន្តែការផ្ដល់របស់លោកគឺខ្ញុំបដិសេធ ហ៊ានជប់ទាស់ជាមួយនឹងខ្ញុំនាងជឿថាខ្ញុំអាចកំចាត់នាងបានពេលនេះទេ ហើយរងចាំចោះមិនថារឿងនេះនាងព្រមឬក៏អត់ទេរឿងនេះនាងមិនអាចកាត់បានឡើយ អាឡូលោកអស់ជប់ដឹងហើយប្រធានលីងរបាយការណ៍បានយកមកដល់ហើយជារបស់ដែលគ្រប់គ្នាចង់បានទេ នេះជាសួរស្ដាប់ទៅដំណាក់កាលទី3គឺជាការយល់សប្តិទេក្នុងការយល់សប្តិយើងចង់បានអ្វីយើងនៅបានមើលឃើញ ពូចង់បានន័យថាបានមនុស្សយើងយល់សប្តិដឹងតែខ្លួនឯងយល់សប្តិគឺពិតជាមិនអាចមកវិញទេមែនទេ មិនត្រឹមតែមិនអាចដឹងខ្លួនវិញទេថែមទាំងត្រូវចំណាយកម្លាំងនៅទីនោះរហូតដល់ស្លាប់នៅក្នុងសម្បត្តិនោះត្រូវហើយលេខប្រាប់នាងមួយទៀតអ្នកដែលមានថ្វីដៃកាន់តែខ្លាំងពិភពសម្បត្តិរបស់គេកាន់តែបំបែកមើលទៅតាមថ្វីដៃពលរបស់នាងខ្លាចតែណែ តែពួកខ្ញុំកំពុងយល់សប្តិឃើញអី តាមដែលខ្ញុំស្គាល់អតីតស្ដេចចម្បាំងជាងបំផុតពីសម្បត្តិឃើញ យ ឯ ល់សប្ ង តិឃើញខ្ញុំ អតីតស្ដេចចម្បាំងគាត់ពិតជាចង់ស្វែងរកការចងចាំខ្លួនឯង មិនបានមិនអាចចាំទៀតទេខ្ញុំត្រូវគាត់ដឹងខ្លួនពេលនេះ ខ្លាចតែជាពេលហើយកុំភ្លេចថានេះគឺជាដំណាក់កាលទី3នៃការសាកល្បងស្វែងរកស្ដេចចម្បាំងមិនមែនអ្នកណាក៏អាចឆ្លងផុតនោះទេ មានឥឡូវនេះនិយាយត្រូវហើយការសាកល្បងស្វែងរកស្ដេចចម្បាំងមានតែសម្បត្តិខ្លួនទេទើបអាចបំបែកសម្បត្តិនេះបាន ទោះជាយ៉ាងណាក៏ដោយខ្ញុំត្រូវសាកល្បងមើលសិន មានច្រើនឆ្នាំហើយមាននៅតែឆេវឆានគឺមិនត្រូវទេបងឡុងដំណាក់កាលទី3នេះអាចចូលរួមដល់ទីណា ឲ្យតែមានមនុស្សចុះទៅប្រកាសជាធ្លាក់ចុះពិភពសម្បត្តិ ថាម៉េចចម្លែកមែនដំណាក់កាលនេះមិនក៏មិនមានអ្វីសោះ បងកាប់ពុកយ៉ាងម៉េចហើយ ឯ
និយាយថាម៉េចយើងជាពុកឯងណា ពុកឯងកូនស្ដាប់បង្គាប់ណាដូច្នេះសូមទុកកុំទុកកូនចោលឯង ក្មេងតូចគឺពុកខុសហើយឥឡូវពុកនាំកូនត្រឡប់ទៅផ្ទះវិញឡត់ទេ ដល់នេះតាយើងបងហេតុអីបានជាអត់តែក្រែងពុកនិយាយថានាំកូនទៅផ្ទះវិញនៅឯង ពុកជំនឿមិនឃើញថាផ្ទះយើងនៅណាទេហេតុអីសូមទៅផ្ទះខ្លួនឯងក៏មិនចំណាំបានដែរ លោកឈិនលោកបាជាពុករបស់ខ្ញុំប៉ុណ្ណេះ ប្រកាសជាមកពីខ្ញុំចាក់ចេញពីផ្ទះយូរពេកទើបខ្ញុំនឹកមិនឃើញអញ្ចឹងណាកូនពុកកូនមកវិញហើយ ពុកស្មានមិនអត់ទេកូនបាជាអ្នកបាពុកនេះ ពុកក៏នឹកកូនដែរ មិនហើយពុកការសាកល្បងលើកនេះពុកបានឆ្លងផុតហើយ ប្រកាសហើយឯងក៏ភ្លេចទៅសោះណាពុកឯងគឺជាស្ដេចចម្បាំងនគរតាសៀវាមិនល្បាតដល់ពុកទេ ពុកបាជាប្រកាន់នេះពុកយើងទៅផ្ទះវិញ ឡោះទៅផ្ទះវិញ ពុកក្រែងពុកនិយាយថាចង់ស្វែងរកការចងចាំពីមុននោះអីពេលនេះពុកនឹកឃើញទាំងអស់ហើយណា នឹកឃើញវិញអស់ហើយឯងជាកូនស្រីរបស់ពុកឈ្មោះថាវាមៀវម្ដាយរបស់ឯងឈ្មោះថាគួនស៊ីយានត្រូវទេពុកចាំថាកាលពីក្មេងឯងត្រូវក្មេងប្រុសពីរអ្នកធ្វើបាបពុកគឺជាអ្នក20ពុកគេឲ្យចាក់ចេញតោះយើងយកនេះពុកនាំឯងទៅញ៉ាំរបស់ដែលឯងចូលចិត្តណាគឺស៊ុបហៅនោះឯង គឺសុបហើយ គឺណាមៀវ មិនត្រូវទេនៅក្នុងពិភពសវណ្ណទោះបីជាត្រូវស្លាប់ក៏ស្លាប់ទាំងមានក្តីសុខដែរហេតុអីមានសម្ដេចជឿចាប់ ឯ ទៅ ងមកពីអតីតត្រាច់ចម្បាំងទៀត អតីតស្រេចច្បាស់ បងឡុងនៅចាំទេមានម្ដងនោះអតីតត្រាច់ចម្បាំងសម្រាប់សត្រូវហើយមានការហត់នឿយក៏សម្រាប់លងលក់ពួកសត្រូវលត់ធ្វើឃ្លានតែមិនស្មានថាគាត់បិទភ្នែកសោះពឹងផ្អែកលើអារម្មណ៍នៃការចងចាំរបស់សាច់ដុំគឺបានសម្រាប់សត្រូវរហូតពួកគេដកថយ ហើយយ៉ានេះពិតជាល្អខ្លាំងណាស់មនុស្សស្មានថាពួកកូនបានបែកគ្នាយូរណាស់មកហើយពេលដែលជិតស្លាប់បានជួបគ្នាទៅវិញស្រាប់តែពេលនេះត្រូវសម្លាប់គ្នាមុនពេលព្រះអាទិត្យមិនទាន់រះផងពិតជាគួរឲ្យស្ដាយណាស់ ឯង បានហើយទោះជាយ៉ាងណាវាក៏ជាកូនចៅកូនឆឹងដែរ ចុះតែគឺយកមកទៅ ខ្ញុំជឿជាក់លើអតីតស្រេចចម្បាំងគាត់ប្រកាសជាអាចដឹងខ្លួនមកវិញ តែខ្ញុំលេងមេគឺខ្ញុំតែខ្ញុំ ឲ្យពុកសុំទៅកូនស្រីពុកខុសហើយពុកខុសហើយ ពុកថាដឹងខ្លួនឡើង មៀវ បងពុកដឹងខ្លួនឡើងខ្ញុំជាកូនស្រីពុកលេងមេ កូនស្រី កូនឈីពុកអត់បានការមែនសូម្បីផ្លែទៅផ្ទះក៏អត់ស្គាល់ឯង មិនហើយពុកខុសហើយអញ្ចឹងកូននាំពុកទៅផ្ទះល្អទេសុំទៅកូនស្រីសុំទៅណាពុកខុសហើយពុកខុសហើយ តែហើយពុកមកនិយាយថាពុកចូលចិត្តហូបសាច់អាំងដូច្នេះគាត់នៅផ្ទះត្រៀមរួចហើយ ញ៉ាំសាច់អាំងនៅផ្ទះ ម៉ែប្រាប់ថាពុកចូលចិត្តហូបរបស់ក្តៅក្តៅអញ្ចឹងគាត់រៀបចំសាច់អាំងនៅផ្ទះ នៅផ្ទះអាំងយ៉ាងម៉េចទៅ កូនមិនដឹងដែរតែម៉ែនិយាយថាថ្ងៃនេះគឺញ៉ាំសាច់អាំងនៅផ្ទះអ្នកម៉ែកូនណាពុកមកវិញហើយមកវិញហើយហីមកហូបបាយកូនសម្លាញ់មកហូបបាយអេបងយ៉ាងម៉េចហ្នឹងបងកាត់អីបងយ៉ាងម៉េចហ្នឹងបងតាបងយ៉ាងម៉េចហ្នឹងហូបបាយ ត្រូវយ៉ាងម៉េចនឹង មិនត្រូវទេលោកជាអ្នកណាឲ្យប្រកាស ខ្ញុំជាពុកឯងណា លោកគឺជាពុក ឯងចង់បានន័យថាយ៉ាងម៉េចបើខ្ញុំមិនជាពុកឯងទេតែខ្ញុំជានរណា តែហេតុអីក៏លោកដឹងថាខ្ញុំចូលចិត្តញ៉ាំស៊ុបហឹល ពុកនិយាយហើយយើងជាពុកកូននឹងគ្នាពុកក៏ដឹងរឿងនេះដែរមិនមែនជារឿងធម្មតាទេ តែកាលពីពុកខ្ញុំចូលចិត្តស៊ុបហឹលទេ អញ្ចឹងគឺមកពីពុកចង់ចាំខុស ខ្ញុំក៏ដែរបានញ៉ាំស៊ុបហឹលជាមួយពុកដែរ សុំទៅមេមៀវពុកខុសហើយ មិនមែនទេពីព្រោះលោកមិនមែនជាពុកខ្ញុំ គឺខ្ញុំជាពុកឯងណា មិនមែនទេអ្វីមិនមែនជាការពិតលោកមិនមែនជាពុកខ្ញុំគ្រាន់តែជារឿងប្រាថ្នានៅក្នុងចិត្តលោកមិនមែនជាពុកខ្ញុំទេលោកមិនមែនជាពុកខ្ញុំនេះគឺជាវិញ្ញាសាដំណាក់កាលទី3មែនទេសំណាងឲ្យធ្វើឲ្យខ្ញុំមិនប្រកែកបំបែកពិភពសុបបានយ៉ាងងាយមិនចឹងទេគឺគ្រោះថ្នាក់ហើយ មៀវឲ្យពុកអោបកូនបន្តិចមក បងពុកថាដឹងខ្លួនឡើងកូនគឺជាកូនរបស់ពុកកូនគឺមៀវមៀវ គឺខ្ញុំអាហ្វុងមកវិញហើយអាកូនឲ្យម៉ែមើលបន្តិចមើលអេស្គមដល់ហើយអង្គុយមកអូនអង្គុយមកហូបបាយទៅបង ចាំបន្តិច ហ៎ គាត់ជាម្ដាយខ្ញុំហ៎ គាត់ពិតជាម្ដាយបងមិនអីទេហ៎ចាំអូនទៅអាំងសាច់ឲ្យបង ជប់សិននាងប្រកាសថាអាំងសាច់នៅក្នុងផ្ទះមែនទេ មែនហើយមានបញ្ហាអីមែនទេ មានបញ្ហានាងធ្លាប់និយាយថាអាំងសាច់នៅក្នុងផ្ទះធ្វើឲ្យប្រឡាក់ផ្ទះ ខ្លាចធ្វើអីឲ្យតែបងចូលចិនកុំខ្លាចប្រឡាក់ផ្ទះក៏មិនអីដែរពុកកាពុកយ៉ាងម៉េចណា ពុកគិតថាកន្លែងណាក៏ដូចជាមិនត្រូវដែរ មានអីចម្លែកទៅកូន ខ្ញុំជានរណា អញជាកូនសំណប់ម៉ែលីងហ្វុង ខ្ញុំជាកូនអ្នកឲ្យចុះអ្នកជានរណា សុបបីម៉ែក៏ឯងចាំអត់បានទេ ទេមិនមែនចឹងទេខ្ញុំដឹងថាអ្នកជាម្ដាយខ្ញុំប៉ុន្តែអ្នកមានឈ្មោះអីទៅនិយាយឲ្យលើបន្តិចទៅខ្ញុំស្ដាប់មិនលឺ ម៉ែឈ្មោះ ជាអ្វីទៅខ្ញុំស្ដាប់មិនលឺទេខ្ញុំស្ដាប់មិនលឺទេមិនលឺទេ ពុកមិនអាចនឹងចាំបានទេពុកថាដឹងខ្លួនឡើងបងបង មនុស្សស្មានថាពួកកូនបានបែកគ្នាយូរណាស់មកហើយពេលដែលជិតស្លាប់បានជួបគ្នាទៅវិញស្រាប់តែពេលនេះត្រូវសម្លាប់គ្នានៅក្នុងពិភពសវណ្ណទោះបីជាត្រូវស្លាប់ក៏ស្លាប់ទាំងមានក្តីសុខដែរហេតុអីមានសម្ដេចជឿចាប់ទៅវិញត្រូវហើយផ្លេចប្រាប់នេះមួយទៀតអ្នកដែលមានថ្មីដៃកាន់តែខ្លាំងពិភពសវណ្ណរបស់គេកាន់តែបំបែកខ្លាចតែណែ ឯង
លោកអបរាជម្នាក់នេះមិនគោរពអតីតស្ដេចច្បាប់ទេមានទោសត្រូវតែស្លាប់ បានហើយអង្គុយចុះទៅ តែប៉ុណ្ណឹងក៏ចប់ហើយ ខ្ញុំជឿចិត្តលើអតីតស្ដេចចម្បាំង បងយ៉ាងម៉េចហើយបងពីបងហើយប្រកាសជាខំនៅក្នុងពិភពសបានយូរបែបហើយខ្លួនប្រាណរបស់ពុកខ្ញុំប្រកាសជាទ្រាំលែងបានហើយតែខ្លួនឡើងមិនចាំពុកអស់ពេលហើយ មិនអីទេពុកមិនអីទេ ពុកតែដឹងខ្លួនវិញបងពីបងហើយចិត្តអស់ពេលវេលាហើយតែមិនជួបអីនឹកឃើញហើយគឺមកតាមកូនឆ្នាំនោះគាត់ឲ្យវាមកខ្ញុំវាពិតជាសំខាន់ហើយសម្រាប់គាត់ពុកត្រូវតែដឹងខ្លួនកាត់ពីមកតាមកូនរត់នឹករឿងនៃការឡើងនៅពេលនោះនៅទីនេះអ្វីក៏ខ្លាំងឆាប់ដឹងខ្លួនមកបង លោកជាចម្លែក ខ្ញុំធ្វើម្ហូបថ្ងៃនេះមិនបានល្អទេបង ខ្ញុំសួរនាងតាមផ្ទះរបស់ពួកយើងមានរបស់ដែលមានទំហំប្រហែលប៉ុណ្នេះទេនេះប៉ុណ្នេះ បងនិយាយពីបន្តគុតមែនទេគឺបងនិយាយថាវាជារបស់ដូនតាគ្រួសារលីងបង បន្តគុណមិនអាចទេបន្តគុណនឹងខ្ញុំដឹងពីវាខ្ញុំដាក់វាជាប់ខ្លួនច្រើនឆ្នាំមកហើយនៅទីនេះ មិនអាចរត់ទេបងគឺនៅក្នុងបន្ទប់ មិនអាចទៅទេឥឡូវនេះទៅយកវាបន្តិចមកយកមកឲ្យខ្ញុំមើលខ្ញុំចង់ដឹង ពេលនេះយើងកំពុងតែញ៉ាំបាយ ចាប់ទៅ ជាតាមសម្រួលចុះពុកមិនអីទេមែនទេ មិនអីទេ ចាំពុកហូបបាយដែរ ឡោះគុណញ៉ាំឲ្យបានច្រើនទៅណាទោះបីជាខ្ញុំមិនតន់យល់អ្វីទាំងត្រង់ដែលបានកើតឡើងជួបមុខអ្នកទាំងអស់គ្នាខ្ញុំដូចជាត្រេកអរដែរ ពុកឡើងទៅវិញហើយឯង ទៅវិញអញ្ចឹងកូនប្រាប់ពុកមើលគួរតែទៅកន្លែងណាទៅ កូនយល់ថាពុកត្រូវនៅកំដរកូនហើយកំដរម៉ែ អញ្ចឹងក៏ល្អដែរអញ្ចឹងពុកមិនទៅវិញទេ មិនបានទេពុកត្រូវចាក់ចេញវាមិនមែនជាភពរបស់ពុកឡើយដឹងខ្លួនហើយ ទាំងអស់គ្នាស្ដាប់ឮហើយមែនទេ ស្ដាប់ឮអីទៅបង អញ្ចឹងក៏ល្អដែរពុកកន្លែងណាក៏មិនទៅដែរ មិនបានបងពុកត្រូវចាក់ចេញមិនមែនជាភពរបស់ពុកទេពុកត្រូវចាក់ចេញបងពុកដឹងខ្លួនហើយ មិនត្រូវទេទំហំមិនប៉ុនគ្នាទេ ពុកល្ងងមែនមកបាច់ជាពីរទេទេដូចគ្នាហើយ បបាយជិះពីចាប់ប្រាប់ខ្ញុំមកគួយនេះបានពីណា អាហ្វុងគុតនេះគឺដូនតាយើងបានសល់ទុកឲ្យកូន ត្រូវខ្ញុំចាំបាត់ថាខ្ញុំបបាយវាទៅផ្ទាល់ដែរអ្នកតាពីស្ដាប់មកជាពួកខ្ញុំនៅទីនេះ ពួកខ្ញុំនៅទីនេះ ចាប់ពីពេលនេះទៅវាមានស្ដេចច្បាស់នគរទ្រារបស់ខ្ញុំលីងមីវប្រគល់ឲ្យលោកថៃጧមហើយទទួលបញ្ជាខ្ញុំនឹកឃើញហើយមីវស៊ីយិនម៉ែខ្ញុំនឹកឃើញវិញហើយសំខាន់បំផុតខ្ញុំនឹកឃើញថាខ្លួនអញជានរណាហើយតាមពិតខ្ញុំគឺជា ចា ស្ដេចចម្បាំងជាផ្ទៃលីងពងខ្ញុំនឹកឃើញអស់ហើយនេះជាការយល់សប្តិមែនទេ ថាបងយ៉ាងម៉េចហ្នឹងយល់សប្តិមិនយល់សប្តិអីអាហ្វុងកូនកើតអីមិនស្រួលខ្លួនមែនទេម៉ែគ្រាកូនទៅសម្រាប់ ម៉ែបានជួបម៉ែម្ដងទៀតខ្ញុំសប្បាយចិត្តណាស់នៅមានស៊ីយិនហើយខ្ញុំចង់នៅទីនេះរស់ជួបជុំអ្នកទាំងអស់គ្នាបន្តទៀតខ្ញុំត្រូវទៅមានកំពុងតរនចាំខ្ញុំនៅពិភពខាងក្រៅនាងកំពុងចាំខ្ញុំ ហា មាន លោកបង ពុកសន្យាទៅកូនពុកនឹងត្រឡប់មកវិញមិនខានទេខ្ញុំនឹងត្រឡប់មកវិញមិនខាន មិនចឹងបង ហេតុអីនៅតែជាទីនេះមិនត្រូវទេមិនតន់ដឹកខ្លួនទេមិនខ្ញុំយល់ហើយ ពាក្យសបិនមែនទេបើសិនជាសបិនខ្ញុំដាច់ខាតត្រូវតែដឹងខ្លួនឡើងវិញបើជាសបិនខ្ញុំត្រូវតែដឹងខ្លួនឡើងវិញ បងពុកអាចដឹងខ្លួន យល់ហើយចាំបាច់ត្រូវតែយ៉ាងនេះមែនទេបាន មិនបានពុកមិនបានទេពុកធ្វើចឹងគឺពុកសម្លាប់ខ្លួនឯងហើយមិនបានទេ នាងគឺ ប្រធានលីងតនិតបញ្ជាក់ថាគាត់មកដល់ចិញ្ចឹមតាំងពី3ឆ្នាំមុនប៉ុន្តែគាត់ហាក់ដូចជាបាត់បង់ការចងចាំខ្ញុំមិនអាចបោកក្រោយទេបើដាច់ស្ដាច់ចាប់បាំងទៅគេយកតែខ្ញុំពិតជាមិនអាចរកពុកខ្ញុំឃើញទេ ពុករបស់នាង ប្រធានលីងយ៉ាងម៉េចហើយកុំបារម្ភពេកអីពិតជាមានមធ្យោបាយស្វែងរកឪពុកអ្នកនាងឃើញ នាងគឺមីពុកសន្យាទៅកូនមិនអាចមានអ្វីកើតឡើងនោះទេចិត្តអស់ពេលហើយបងឡុង ចាំមិនទៅទៀតខ្ញុំជឿជាក់ថាលោកម្ចាស់ប្រកាសជាអាចចេញមកវិញបាន
ហើយ រងចាំចោរងចាំបន្តិចទៀតចោដំណើរការនេះបើសិនជាអ្នកផ្សេងប្រហែលជាអាចងាយស្រួលឆ្លងកាត់ប៉ុន្តែគេមិនអាច អត់កូនឈិងកូនស្មានថាពេលនេះយើងធ្វើស្អីឯងមិនកើតបើសិនជាអតីតត្រាច់ច្បាំងពីរឿងអីកើតឡើងមែននោះយើងនឹងឲ្យឯងទទួលខុសត្រូវនៅអ្វីឯងធ្វើ ថាម៉េចឯងចង់ឲ្យយើងទទួលខុសត្រូវចំពោះរឿងនេះយើងពិតជាខ្លាចឯងខ្លាំងណាស់យើងរងចាំឯងអាបើស្ងប់រាប់សិនទៅមិនទាន់អស់ពេលទេមិនទាន់ដល់ពេលទេគ្មានអ្វីសំខាន់នោះទេបើតាមយើងគិតមើលទៅពួកកូនត្រកូលលីងនេះស្លាប់នៅខាងក្នុងនោះបាត់ទៅហើយយើងគិតថាពួកឯងទាំងពីរប្រញាប់ចូលទៅប្រមូលសាកសពពួកគេទាំងពីរមកអស់ពេលហើយយើងសូមប្រកាសថាតំណាងរបស់ត្រកូលលីងបានជោគជ័យមិនទេមិននឹកស្មានថាអាចឆ្លងផុតការសាររបស់ពាក់កណ្ដាលនេះសោះ ឯងមានឈ្មោះឆឹងពូផាន់មែនទេគំនុំតកូលឆឹងពួកឯងនៅគ្រួសារលីងមិនយូរមិនឆាប់ត្រូវគិតគូរចំពោះឯងហើយ គំនុំហ៎អាកចាពីដែរនិយាយយើងស្ដាប់មិនយល់ទេ ឥឡូវឯងហ៊ានប្រមាថស្ដេចចម្បាំងនគរតាសាផងហីតាមពីនគរតាសាត្រូវប្រហារជីវិតឯងទៅបាន ស្ដេចចម្បាំងអ្នកណាជាស្ដេចចម្បាំងលោកជាស្ដេចចម្បាំងឬមួយក៏លោកជាស្ដេចចម្បាំងសូមទោសផងលោកហើយខ្ញុំពិតជាគោរពដល់ស្ដេចចម្បាំងណាស់តែលោកក៏ឃើញដែរនៅទីនេះគ្មានស្ដេចចម្បាំងទេ អញ្ចឹងឯងគិតថាយើងជានរណាទៅ លោកគឺជាអ្នកបន្លំខ្លួនធ្វើជាស្ដេចចម្បាំងប៉ុណ្ណោះលោកអបរាតាមច្បាប់របស់នគរតាសាយើងបន្លំខ្លួនធ្វើជាស្ដេចចម្បាំងមានទោសបែបណា លោកអបរាជខ្ញុំចាំបើសុខចិត្តយកជីវិតមកទៅនេះគាត់ពិតជាអតីតស្ដេចចម្បាំងរបស់យើងលីងផងមែន មិនឲ្យលោកអបរាជរបាយការណ៍ពិនិត្យ DNA នៅទីនេះហើយបញ្ជាក់យ៉ាងច្បាស់លាស់ថាលោកឈិនគឺជាឪពុករបស់លីងមៀវមៀវនាងជាកូនរបស់គាត់ច្បាស់ណាស់ នាងថាគេគឺជាគេហើយមើលទៅពួកនាងម្នាក់ពិតជាសម្ដែងបានសមណាស់ នេះជាការពិតមែនយើងជាសេនាស្ដេចចម្បាំងនៅក្បែរគាត់យូរហើយយើងចំណាំមនុស្សខុសដែរ អញ្ចឹងតើអាចត្រួតទេថាលោកឯងទាំងអស់គ្នាកំពុងតែសម្ដែងល្ខោន ថាម៉េច លោកអបរាជពេលនេះខ្ញុំមានហេតុផលដែលត្រូវបញ្ជាក់ថាពួកគេប្រមាណអ្នកនេះរួមដៃគ្នាសម្ដែងល្ខោន ថាពួកយើងសម្ដែងល្ខោន ហេតុអីបានជានិយាយដូចនេះអ្នកទាំងអស់គ្នាដឹងហើយថាដំណាក់ស្ដេចចម្បាំងទំនេរយូរមកហើយដំណើរខ្ញុំឆឹងពូហានគឺជាជំរើសល្អបំផុតសម្រាប់បន្តតំណែងនេះប៉ុន្តែពួកគេប្រមាណអ្នកចេះតែប្រើក្រុមមធ្យោបាយដើម្បីដណ្ដើមតំណែងនេះមិនព្រមប្រគល់មកវិញព្រមទាំងរកមនុស្សមកជំនួសគេទៅទៀត និយាយតែផ្ដាច់របាយការណ៍ពិនិត្យ DNA នៅទីនេះ មិនខុសទេឈ្មោះឈិនឆៃនៅលើរបាយការណ៍នេះពិតជាឪពុកម្កាយរបស់លីងមៀវមៀវតែនេះអាចបញ្ជាក់ពីអ្វីបានទៅអ្នកណាទៅដឹងថាលីងមៀវមៀវគេក៏ជាមនុស្សខ្លាចបន្លប់ដែរនោះ ហើយនិយាយថាម៉េច រឿងអ្វីក៏ដោយនិយាយទៅតែមានភ័ស្តុតាងឯងថាគេជាមនុស្សបន្លប់ខ្លួនតើឯងមានភ័ស្តុតាងខ្លាចបន្លប់ជាស្ដេចចម្បាំងមានទោសយ៉ាងម៉េចបើលោកអបរាជមិនចង់និយាយទោះខ្ញុំជាអ្នកនិយាយប្រាប់ពួកលោកចោះតាមច្បាប់របស់នគរតាសាអ្នកខ្លាចបន្លប់ជាស្ដេចចម្បាំងត្រូវតែមានទោសស្លាប់ និយាយពីព្រៃផ្ដាស់គាត់អតីតស្ដេចចម្បាំងមែនពួកយើងជាសេនារបស់ស្ដេចចម្បាំងតាមបំរើគាត់យូរហើយ គួរឲ្យអស់សំណើចមែនឯងថាគាត់ជាស្ដេចចម្បាំងគាត់ជាស្ដេចចម្បាំងហើយ ចង់មានន័យថាម៉េច អ្នកទាំងអស់គ្នាបានដឹងហើយអតីតស្ដេចចម្បាំងបានបាត់ខ្លួនកាលពី10ឆ្នាំមុននគរតាសាបានចំណាយកម្លាំងនិងធនធានមនុស្សអស់ប៉ុន្មានក៏មិនអាចរកឃើញគាត់ដែរឥឡូវនេះពួកឯងរកមនុស្សម្នាក់ចេញមកប្រាប់ពួកយើងថាជាស្ដេចចម្បាំងពួកឯងធ្វើរឿងបែបនេះដូចជាកូនក្មេងលេងល្បែងពេកហើយ ហើយនិយាយព្រៃផ្ដាស់អី លោកអបរាជការបើកការប្រជុំកំពូលស្ដេចចម្បាំងនៅថ្ងៃនេះគឺដើម្បីអ្វីដើម្បីជ្រើសរើសស្ដេចចម្បាំងថ្មីឲ្យព្រះមហាក្សត្រអញ្ចឹងតំណែងស្ដេចចម្បាំងពេលនេះគឺនៅទំនេរតាមមែនទេត្រូវហើយគឺនៅទំនេរសូមលោកអបរាជមានប្រសាសន៍យោងទៅតាមច្បាប់របស់នគរតាសាខ្លាចបន្លំជាស្ដេចចម្បាំងត្រូវមានទោសប្រហារជីវិតទេលោកអបរាជពួកគេប្រមាណអ្នកនេះខົບខិតគ្នាបង្ករឿងក្នុងកម្មវិធីជ្រើសរើសស្ដេចចម្បាំងថ្មីមានបំណងកុហកព្រះមហាក្សត្របន្លំភ្នែកមហាជនមានទោសធំប៉ុណ្ណេះត្រូវតែប្រហារជីវិត ទូធំប៉ុណ្ណេះត្រូវតែកាត់ទូប្រហារជីវិតទូធំប៉ុណ្ណេះត្រូវកាត់ទូប្រហារជីវិត តែលោកឈិនបានឆ្លងកាត់ការសាកល្បងហើយទោះជាពួកលោកមិនទទួលស្គាល់គាត់ក៏គាត់មានសិទ្ធិដណ្ដើមយកដៃដែរដូច្នេះរឿងនេះគឺពួកលោកពិតជាមិនអាចជំទាស់ ដណ្ដើមតំណែងស្ដេចចម្បាំងថ្មី ហើយយ៉ាមនុស្សដែលលេងល្បិចដើម្បីឆ្លងផុតការសាកល្បងក៏មានមុខមកនិយាយនៅទីនេះដែរ ម៉េចលេងល្បិចឆ្លងកាត់ការសាកល្បងខ្ញុំក៏ឆ្ងល់ដែរហេតុអីក៏មនុស្សមិនមានឈ្មោះនៅក្នុងតារាងអ្នកចម្បាំងឲ្យឆ្លងកាត់ដំណាក់កាលទី3យ៉ាងម៉េចទៅបើចឹងមិនពិតជាគួរអស់សង្ឃឹមហើយ ប្រកាសយកតែឈ្នះមែនគ្មានហេតុផលពេលលោកឈិនឆ្លងកាត់ការសាកល្បងពេលនោះពួកលោកគឺសិតតែនៅទីនេះសម្អាងអីថាគាត់ប្រើល្បិចនោះ បានដល់ដំណាក់កាលនេះហើយខ្ញុំក៏មិនចាំបាច់ទុកមុខមាត់ឲ្យពួកឯងទៀតដែរយ៉ាងឡុងចាំងផៅជាស្នារបស់ស្ដេចចម្បាំងធ្វើរឿងបែបនេះពិតជាមិនចេះខ្មាស់ខ្លួនឯងទេមែនទេ ហើយនិយាយបានទេថាម៉េច ចង់បានន័យថាម៉េចចង់ចូលរួមក្នុងការសាកល្បងដំបងត្រូវទៅចិត្តដើរស្ដេចចម្បាំងកន្លែងដើរស្ដេចចម្បាំងនេះពិបាកក្នុងការចូលទៅចិត្តដោយសារតែអតីតស្ដេចចម្បាំងបានមកសល់ទុកនៅកម្លាំងធាតុនិងវិញ្ញាណពីធាតុប៉ុន្តែសំពលលោកគិតម្ដងទៀតពេលដែលគាត់ចូលទៅចិត្តដើរតើមានរឿងអ្វីកាត់ឡើង ត្រូវហើយពេលដែលគាត់ចូលទៅចិត្តដើរវិញ្ញាណពីធាតុនិងកម្លាំងធាតុដើរគឺគ្មានទៀតទេ បាយលើការវិនិច្ឆ័យបែបនេះមិនគ្រប់គ្រាន់ក្នុងការដាក់ទោសនោះទេប្រសិនបើលោកឈិនគ្មានសមត្ថភាពអីបន្តិចសោះនោះឆ្លងកាត់ដល់ដំណាក់កាលជោគជ័យនេះបកស្រាយយ៉ាងម៉េច ការសាកល្បងដំណាក់កាលនេះមិនងាយស្រួលទេសូម្បីតែអ្នកខ្លាំងនៅក្នុងតារាងខ្លាំងបកាយនោះក៏មិនអាចទ្រាំបានដែរតែណាទៅដឹងទៅការសាកល្បងនេះមិនបានបង្ហាញជាសាធារណៈអ្នកណាដឹងថាពួកគេប្រើល្បិចនៅក្នុងរឿងនេះ ប៉ុន្មានហើយពួកគេបានជារដ្ឋកុលឈិនមកសម្ដែងល្ខោននេះពួកគេច្បាស់ជាត្រៀមទុកយ៉ាងល្អិតល្អន់ជាស្រេចហើយនេះបើន័យថាម៉េចទៀតទាំងអស់គ្នាក៏បានដឹងហើយថាការសាកល្បងដំណាក់កាលទី1នេះគឺឲ្យគ្រោះស្ដេចចម្បាំងដែលអតីតស្ដេចចម្បាំងបានបង្កើតឡើងនិងត្រួតពិនិត្យដោយផ្ទាល់ហើយនេះនៅជាមួយនឹងស្ដេចចម្បាំងច្រើនឆ្នាំមកហើយវាផ្ទុកទៅដោយវិញ្ញាណពីធាតុដ៏ខ្លាំងក្លាហើយមានឥទ្ធិពលលើស្មារតីរបស់មនុស្ស ការសាកល្បងដំណាក់កាលទី1
ការសាកល្បងដំណាក់កាលទី1នេះប្រឡងអំពីឆន្ទៈរបស់មនុស្សចំណែកឯរបៀបឆ្លងផុតដំណាក់កាលនេះត្រូវមានឆន្ទៈមុះមុតដូចជាខ្ញុំឬក៏ត្រូវជាប់សាច់ឈាមជាមួយនឹងត្រកូលលីង ថាម៉េចមានសាច់ឈាមតកូលលីង ត្រូវហើយគ្រួសារចម្បាំងទទួលយកតែកូនចៅត្រកូលលីងឲ្យតែនៅលើខ្លួនរបស់គាត់មានឈាមជ័ររបស់ត្រកូលលីងអញ្ចឹងឆ្លងផុតដំណាក់កាលនេះដូចជាគ្មានអ្វីទាំងអស់ មិនត្រឹមតែប៉ុណ្្នឹងទេចាក់តាំងពីនោះមកកណ្ណាក៏កាន់ដែរស្ដេចចម្បាំងបានដែរទោះបីជាអ្នកមានថ្មីដៃធម្មតាដូចជាធានលីងក៏ដោយក៏អាចកាន់បានដែរស្ដេចចម្បាំងលោកម្ចាស់គឺជាអ្នកកាត់ផ្នែកកម្លាំងជាតិដែរត្រូវចាំប៉ាឲ្យគេនិយាយចុះ អតីតស្ដេចចម្បាំងបានធ្វើការសម្រេចចិត្តរួចហើយពួកយើងគ្រាន់តែរងចាំបានហើយខ្ញុំយល់ហើយទាំងអស់គ្នាដឹងទេហេតុអីគាត់ជាអ្នកចុងក្រោយក្នុងការត្រាំដែរគាត់ចង់ពជាពេលខ្លាចពួកយើងមើលឃើញអ្វីដែលមិនគួរឲ្យឃើញមនុស្សប្រភេទនេះពិតជាមានពុតត្បិតជ្រៅមែនលោកអបរាជខ្ញុំសូមឲ្យលោកអបរាជដកសិទ្ធចូលរួមក្នុងការសាកល្បងរបស់គាត់ឥឡូវនេះហើយដាក់ទោសគាត់មនុស្សប្រភេទនេះគាត់ទៅដល់សិទ្ធចូលរួមប្រកួតដាក់ទោសតាមច្បាប់ទៅ រឿងនេះគឺលោកឈុនអាចរំចាំបានពួកលោកក៏អាចរំចាំបានដូចគ្នាដែរប៉ុន្តែរឿងនេះបាននិយាយចំទៅគឺមានមនុស្សខ្លះអត់មានសមត្ថភាពទៅវិញទេ ពួកលោកមានគ្នាជាសេនាស្ដេចចម្បាំងពួកលោកតាំងពីនៅក្បែរអតីតស្ដេចចម្បាំងច្រើនឆ្នាំមកហើយប្រកាសជាដឹងរឿងសម្ងាត់តាក់ទងទៅនឹងស្ដេចចម្បាំងដូច្នេះហើយខ្ញុំគិតថាការសាកល្បងនេះវាមិនយុត្តិធម៌ទេមែនហើយមិនយុត្តិធម៌ទេសូមលោកអបរាជសម្រេចរឿងនេះឲ្យបានច្បាស់ខ្ញុំឆ្ងល់ណាស់មនុស្សគ្មានគេឈ្មោះសោះហេតុអីឆ្លងផុតដំណាក់កាលងាយយ៉ាងនេះទៅថែមទាំងអាចយកអាវក្រោះស្ដេចចម្បាំងចេញមកបានទៀតពួកគេជាសេនាស្ដេចចម្បាំងយូរឆ្នាំមកហើយគ្រាន់តែឈាមប៉ុណ្ណឹងគឺគ្មានអ្វីពិបាកនោះទេកំពុងនិយាយពេលផ្ដាល់យើងបានធ្វើរឿងថោកទៀតទេណាស់ទៅដឹងទៅ បើគិតយល់ពីការសាកល្បងដំណាក់កាលទី1នេះនោះដំណាក់កាលទី2កាន់តែងាយស្រួលថែមទៀតព្រោះអីយល់ពីខ្លឹមសារសាកល្បងដំណាក់កាលទី2តាក់ទងនឹងពួកគេពួកយើងបានជួបជាមួយនឹងអតីតស្ដេចចម្បាំងរួចក៏ស្ទាក់ស្ទើរដែរពួកយើងចាញ់ល្បិចជន់ខិតខូចបន្ទាប់មកក៏ប្រឹងប្រែងអំពីសមត្ថភាពគ្មានកម្មវិធីដៃទេពួកលោកថាគ្មានគឺគ្មានអីការសាកល្បងប្រព្រឹត្តទៅយ៉ាងណាខាងក្រៅមិនដឹងសូម្បីតែបន្តិចពួកលោកចង់សហការលេងល្បិចពួកយើងយ៉ាងណាក៏មិនអាចដឹងដែរខ្ញុំចាំងឡុងគាត់បីចំពោះមេឃគាត់បីចំពោះដីគាត់បីចំពោះព្រះមហាក្សត្ររឹតតែគាត់បីចំពោះខ្លួនឯងមិននិយាយពីគ្នាបានកាត់ទេលោកអបរាជ សូមលោកកាត់ទោសត្រកូលឈិនឲ្យបានឆាប់បំផុតទៅមិនខុសទេកាត់ទោសបានឆាប់បំផុតទៅកាត់ទោសមិនអាចកាត់ទោសទៅកាត់ទោសបើជាមិនខុសទេអ្វីដែលប្រធានលេងណាក៏បានដឹងដែរសូមបីនេះក៏អាចចេញមកដោយសុវត្ថិភាពគ្មានអីអស្ចារ្យទេមនុស្សមួយក្រុមនេះគឺពិតជាធ្វើឲ្យយើងអស់សង្ឃឹមខ្លាំងណាស់ ពួកលោកកុំនិយាយចឹងឯងពួកខ្ញុំពេលតែស្លាប់នៅក្នុងនោះ បាទអាចជុំនិយាយទៅមើលទៅដល់ប្រូឆឹងចាញ់មកក្នុងស្ថានភាពយ៉ាងម៉េចទៅខ្លួនគាត់មានស្ដាប់ឈាមទៀតផងណាចំណែកត្រកូលឈិនវិញនោះស្អីក៏គ្មានដែរ គឺព្រោះតែគាត់ មានកុំនិយាយច្រើនពេកខ្លាចហើយមិនហ៊ានទទួលបានទេលោកអបរាជ សូមដាក់ទោសត្រកូលឈិនឲ្យបានឆាប់ដើម្បីឲ្យដល់ប្រូឆឹងគឺបន្តការសាកល្បងទៀតទៅជាវាខ្ជិះជាពេលវេលាទាំងអស់គ្នាយល់អត់ដាក់ទោសគាត់ទៅជាវាខ្ជិះជាពេលវេលាស្មានតែខ្ញុំជាមនុស្សសើចមែនទេយ៉ាងណាមិនអាចខ្លាំងជាងដល់ប្រូឈិងឡើយដល់ប្រូឈិងគឺជាអ្នកខ្លាំងពិតប្រាកដល្អណាស់ពិតជាល្អអញ្ចឹងបើសិនជាលោកគិតថាខ្ញុំខ្សោយបែបនេះពួកលោកដែលនៅទីនេះមិនខ្លាចតតាំងជាមួយនឹងខ្ញុំទេមែនទេមិនបានទេប្រសិនបើប្រយុទ្ធនៅទីនេះសម្លេងទាំងប៉ុន្មានដែលនិយាយកាពីមុននោះមុខជាគិតនឹងថាពិតជាមិនខានយ៉ាងម៉េចហើយឥឡូវខ្លាចហើយហ៎លោក ទោះបីជាអ្វីដែលលោកនិយាយសិតតែត្រឹមត្រូវនៅដំណាក់កាលទី2គឺពួកគេទី2អ្នកបានចុះចាញ់ហើយចុះលោកជួយបកស្រាយយ៉ាងម៉េចទៅដំណាក់កាលទី3នេះលោកគិតថាយ៉ាងម៉េចខ្ញុំអាចចេញបានបែបនេះនិយាយត្រូវដំណាក់កាលនេះពិតជាគ្មានវិធីដោះខ្លួនដែលងាយស្រួលនោះទេឬមួយដំណាក់កាលនេះគាត់ឆ្លងផុតដោយពឹងផ្អែកលើសមត្ថភាពឬមួយក៏ដំណាក់កាលនេះតកូលជនពិតជាមានសមត្ថភាពពិតមែនប្រសិនបើជាមនុស្សទូទៅអាចឆ្លងផុតដំណាក់កាលនេះគេច្បាស់ជាមានសមត្ថភាពមិនអន់ទេចំណែកឯគាត់នេះវិញគាត់យ៉ាងម៉េចវិញដំណាក់កាលនេះអ្នកដែលមានសមត្ថភាពកាន់តែខ្លាំងការពិបាកក៏កាន់តែខ្លាំងសមត្ថភាពកាន់តែខ្សោយរឹតតែងាយស្រួលឆ្លងកាត់ដូច្នេះហើយម្នាក់នេះ ព្រោះតែសមត្ថភាពខ្សោយពេកទើបសំណាងល្អអាចឆ្លងផុតខ្សោយពេកដំណាក់កាលទី3នេះប្រឡងអំពីតណ្ហារបស់មនុស្សអ្នកដែលចូលរួមក្នុងដំណាក់កាលនេះត្រូវតែទាញយកពិភពសុបិនមួយជាដាច់ខាតសមត្ថភាពកាន់តែខ្លាំងពិភពសុបិនកាន់តែរឹងមាំកាន់តែដូចការពិតកាន់តែពិបាកបំបែកដូច្នេះហើយបានជាខ្ញុំនិយាយថាគាត់គ្រាន់តែឆ្លងកាត់វាដោយសំណាងតែប៉ុណ្ណោះមានរឿងបែបនេះផងហើយបើមិនចឹងទេពួកឯងសាកគិតមើលទៅសមត្ថភាពដូចជាគាត់នេះធ្វើដូចម្ដេចទើបអាចមានជីវិតមកវិញបាននោះចង់សម្រេចរឿងធំមិនអាចស្ទាក់ស្ទើរបានទេលោកថាព្រៀនប្រដៅបានល្អណាស់គាត់ចង់រកមនុស្សដើម្បីតតាំងចឹងអាចចេញតតាំងជាការត្រាច់ហើយ មិនបាច់បារម្ភពីអកញ្ចាស់នេះយ៉ាងច្រើនណាស់គ្រាន់តែបំភ័យគេឯងតែប៉ុណ្ណោះបើមិនចឹងទេយូរឆ្នាំយ៉ាងនេះក៏មិនមែនសុខចិត្តសង្ងំនៅតែម្នាក់ឯងដែរក្រែងតែបានបង្រៀនឯងមកស្នៀតពិសេសមួយដល់ឯងនោះអីយ៉ាងម៉េចពួកឯងម្នាក់ជន់ជ្រីគាត់មិនទទួលស្គាល់សមត្ថភាពគាត់ដល់ពេលតតាំងគឺប្រកាសជាមិនហ៊ានទៅវិញពួកឯងទាំងអស់នេះគឺគ្មានភាពខ្មាស់អៀនសូម្បីតែបន្តិចយើងមានអ្វីដែលមិនហ៊ានយើងគ្រាន់តែមិនសូវស្រួលខ្លួនប៉ុណ្ណោះត្រូវហ៎មិនអាចបញ្យល់បានទេឲ្យចុះឯងខ្ញុំមិនចង់បាននេះទេខ្ញុំគ្រាន់តែគិតថារឿងមួយនេះគឺមានភាពមិនច្បាស់លាស់គួរតែបោះថ្លៃជូនអ្នកទាំងអស់គ្នាហើយវិញសិតតែកំសាក សមត្ថភាពប៉ុណ្ណឹងក៏ចង់ធ្វើជាស្ដេចចម្បាំងគ្រប់គ្រងពីនេះស្ដេចចម្បាំងផងបើពួកឯងធ្វើជាស្ដេចចឹងមែននគរតាសាត្រូវលាយូរហើយអញ្ចឹងទុកឲ្យយើងចុះឯងយើងប្រយុទ្ធឯងមានបញ្ហាអ្វីមែនទេអត់មានបញ្ហាទេមានតែច្បល់បន្តិចសាកនិយាយមកមើលស្ដេចចម្បាំងដូច្នេះទេវតាគឺមិនអាចបំពេញលើបានទេស្ដេចចម្បាំងអាចប្រកែកប្រកាន់ជាមួយនឹងឯងតែបើប្រយុទ្ធមែនទេនោះឯងគ្មានផលល្អទេស្ដេចចម្បាំងវាមានការជឿជាក់ឈ្នះហើយប្រយ័ត្នផងទៅលើថាវាបានសម្រេចស្នេហ៍ដើមរបស់គ្រូសាឈិនការប្រាថ្នាពឹងមិនធម្មតាប្រយ័ត្នតែល្បីយើងនៅឃើញរឿងទាំងអស់វិញហើយយើងគឺជាស្ដេចចម្បាំងជាងដៃបងប្រយ័ត្នផងទៅបានមានពុកមិនតាចោលកូនទេលោកអបរាជសម្ដីរបស់ខ្ញុំលោកក៏យល់ដែរទេ
ដើមឡើយការសាកល្បងដំណាក់កាលទី4គឺដើម្បីស្វែងរកមនុស្សម្នាក់បន្តទៅដំណាក់កាលទី5បើពួកលោកសម្រាប់ចិត្តប្រយុទ្ធនៅខាងក្រៅទៅហើយពិតជាបានឈឹងពូហ្វាន់តើលោកគិតយ៉ាងម៉េច ប្រកាសជាបានហើយព្រោះថាម្នាក់នេះគឺតាំងពីចាប់ផ្ដើមមកទល់ពេលនេះគឺសុទ្ធតែពឹងលើកលល្បិចយកឈ្នះដោយបិទបាំងសិនជាឆ្លងកាត់ការសាកល្បងដូចមុនទៀតមិនដឹងជាមានអ្វីកើតឡើងទេលោកជាអ្នកជ្រើសរើសខ្លួនឯងខ្ញុំចង់ឃើញថាលោកនឹងមានសមត្ថភាពប៉ុណ្ណាទៅ ខ្ញុំអត់មានបញ្ហាអ្វីទេគ្រាន់តែគិតថាទីនេះវាតូចបន្តិចអញ្ចឹងពួកយើងគួរតែប្រូកន្លែងទៅ ដូចយើងញ៉ៃពេកហើយយ៉ាងនេះចុះកំណត់នេះគឺយើងគឺជាអ្នកលើកឡើងយើងមិនធូរដៃឲ្យចុះ លោកនិយាយថាម៉េចបន្ធូរដៃ សម្លេងអូនមែនតើអ្នកប្រូឈីងគឺឈរលើលេខរៀងទី1នៃតារាងជើងខ្លាំងគាត់គឺជាកពូលអ្នកខ្លាំងគ្មាននរណាអាចព្រាយជាមួយនឹងគាត់បាននោះទេពួកលោកក៏អញ្ចឹងដែរមានសមត្ថភាពទេបានហើយអ្នកមិនដឹងមិនខ្លាចទេលើថាគាត់សូម្បីតែតារាងអ្នកខ្លាំងក៏មិនស្គាល់ផងបន្តិចទៀតស្លាប់យ៉ាងម៉េចក៏មិនដឹងអញ្ចឹងឯងប្រាប់យើងមកតារាងអ្នកខ្លាំងជាអ្វីដែលចុះបងតារាចុះបងអ្នកខ្លាំងទៅបង្កើតរយៈពេលប្រហែលឆ្នាំនេះទេទើបតែចេញមកប្រហែលឆ្នាំមុនមែនទេបើនិយាយទៅគឺជាការបង្កើតរបស់គ្រួសារឈឹង នៅកូតាសាធំទូលាយអ្នកមានទេពកោសល្យរាប់មិនអស់ដូច្នេះហើយគ្រូសាឈឹងពួកយើងបានធ្វើសំណើទៅព្រះមហាក្សត្របង្កើតតារាងនេះឡើងឲ្យចំណាត់ថ្នាក់ទៅមនុស្សដែលប្រឹងប្រែងឲ្យពួកគេមានគោលដៅច្បាស់លាស់ និយាយពីរួមមែនហើយតាមពិតទៅរកអ្នកធ្វើការគ្រួសារឈឹងគ្រាន់តែតារាងឈ្មោះមួយប៉ុណ្ណោះទេអាចបំរើគ្រួសារឈឹងកើតទេមែនហើយស្ដេចច្បាប់គឺមិនដឹងថាព្រោះតែគ្រួសារឈឹងគឺជាអ្នកបង្កើតតារាងនេះដូច្នេះហើយទៅគ្រួសារនេះមិនបញ្ចេញឈ្មោះកូនសិស្សគេគ្មាននរណាចង់ឈ្មោះក្នុងតារាងនោះទេអ្នកឈ្នះសុទ្ធតែគ្នារបស់គេគឺព្រមទាំងមនុស្សដែលគ្មានបានកើតទៀតហើយអ្នកដែលគ្មានបាក់ពួកក៏គ្មានអំណាច ឲ្យតែមានរបស់ពួកគេបដូរជីវិតចំណែកឯគ្រួសារឈឹងពួកគេគឺមិនចង់ឃើញអ្នកខ្លាំងមហាខ្លួនឬសារតំណែងចឹងពពាន់ហើយនិយាយផ្លាស់ស្អីនេះមិនអាចរួចទេមកពីគេគ្មានសមត្ថភាពមានបញ្ហាជាមួយតារាងអ្នកខ្លាំងរបស់នគរតាសាមពួកយើងគឺបានចំហទទួលការជឿជាក់ទោះបីជាពួកឯងជារៀនច្បងក៏មិនអាចជន់ឈ្លីយើងបានដែរមែនហើយសូមទោសយើងទៅសូមទោសបើចំហចឹងយើងសួរឯងតារាងនេះបង្កើតឡើងយ៉ាងម៉េចទៅបង្កើតជាឆ្លងកាត់ជំនាញហើយម្យ៉ាងទៀតតារាងអ្នកខ្លាំងតារាងរបស់តាសាគឺផ្លាស់ប្ដូរលេខរៀងគ្រប់ពេលអ្នកមានលេខរៀងតាំងពីគឺជាអ្នកខ្លាំងហើយអ្នកនៅខាងលើមិនអាចបាត់ស្អីបានទេ យើងចាំងប៉ៅមានលេខរៀងទីប្រមាណទៅលោកចាំងប៉ៅពួកលោកមិនបាច់ប្រកែកជាមួយនឹងអ្នកធ្វើការនៅខាងក្រោមទេបើលោកចង់ឈ្មោះឈ្មោះនៅក្នុងបញ្ជីលោកគ្រាន់តែនិយាយឈ្មោះខ្ញុំមួយម៉ាត់ឈ្មោះរបស់លោកនឹងមាននៅក្នុងបញ្ជីទៅហើយកូនចឹងចឹងឯងនិយាយទៅមើលហើយឈរនៅលំដាប់ទីប្រមាណគូតែលំដាប់ទី1ច្បាប់ខ្ញុំក៏ឈរលេខរៀងទី1ដែរតារាងអ្នកខ្លាំងនេះអលអត់ទៅគល់ចឹងចាំងប៉ៅយើងគឺមិនចាប់អារម្មណ៍នឹងដំណោះស្រាយលេខ1ស្អីនោះទេអញ្ចឹងខ្ញុំមិនគួរសមទេបានហើយការសាកល្បងដំណាក់កាលទី4នេះចាប់ផ្ដើមអ្នកទាំងពីរពិតជាមិនបដូរកន្លែងទេមិនបាច់ទេបើគិតថាយកខ្ញុំគឺជាចាត់ទុំបើគិតពីក្បាច់គុណខ្ញុំជារៀមច្បងអាចចាត់ទុកថាខ្ញុំធ្វើបានពីទុំសៅចុះ បែបនេះចុះតើពួកឯង3ស្និតបើឯងចាញ់ឯងត្រូវដកខ្លួនចេញពីការសាកល្បងនេះណា3ស្និតហ៎បើជិះខ្លាំងមែនហើយទោះបីជាតារាងអ្នកខ្លាំងគឺបានបបោបដុំជើងខ្លាំងនគរតាសាទាំងអស់អញ្ចឹងតែប្រជុំពួកយើងត្រូវបានទទួលស្គាល់ហើយក៏បន្ទូដៃដៃខាត់ត្រូវឲ្យគាត់ដឹងលទ្ធផលនៃការអ៊ូតអេកាបើរៀមច្បងទុកផ្លូវឲ្យបាននេះទៅហើយខ្ញុំមានតែបំពេញហើយប៉ុន្តែបើបន្តិចទៀតនេះខ្ញុំយកឈ្នះដោយមិនបានប្រយ័ត្ននោះតើរៀមច្បងគិតដល់ស្រ័យយ៉ាងម៉េចយើងចាញ់យើងឈរនៅទីនេះឯងចង់ធ្វើយ៉ាងម៉េចក៏បានដែរមិនថាស្លាប់ឬរស់ទេពាក្យនេះពិតហើយ3ស្និតថែមទាំងបន្តដៃក៏មិនគិតដែរអូអញ្ចឹងលោករងចាំមើលចុះ เราช่วยช่วยกูยังเข้ามาลองทีเลยมุ้ยน้องมันต้องมีแต่ชั่วโมงทีก็ได้แต่ก่อนช่วงนี้กูประกาศจะตายจับอ่ะจังมาลองทีตลอดปีนี้เอามันนั่นนี่มันจะปีตารางเนี่ยคลังตั้งมันไปลองทีอันนี้เหมือนไม่ใช่ได้กูระบาดกวนแล้วเดี๋ยวจังซื้อกันนี่จะปีตารางเนี่ยคลังเฮ้ยตลอดให้ได้ก็ชอบบ้านจังเนาะทำไมมันอันจังทีขนาดได้แต่เราช่างเกลือมันนี่ตัวไปจุดคลาขมุมทอมก็ไอ้สารบ้านได้มันก็ความมันมีปฏิกรรมไอ้สารจังเปิดประกาศได้ประกาศจะคลายคลายสมองตัวพี่เป็นจังดูสบายจะบางพอตัวจะคุยจังซอยเหมือนไอ้มันนอนที លោកពិតជាពិបាកជាអ្វីដែលខ្ញុំគិតទុកមែនប៉ុន្តែគ្មានបញ្ហាទេស្និតបើតបនេះតើលោកគិតឬក៏មិនគិតយើងនៅតែមិនគិតប្រយ័ត្នផងមិនដឹងស្មានថាអាចទប់ជាប់ទេគាត់នេះគឺពិតជាស្ដេចចម្បាំងមែនហើយឥឡូវតកូលចង់ពិតជាខ្សោយពេកហើយបងមិនន័យទេស្ដេចចម្បាំងឆ្លងកាត់រឿងរាប់មិនអស់គ្រោះថ្នាក់លើសមរភូមិច្រើនជាងនេះរាប់រយដងសមត្ថភាពប៉ុណ្ណឹងមិនន័យថាបដិភាពក្លាហាននេះដល់ឯងទៅតាមសមត្ថភាពរបស់យើងពេលនេះឯងអាចធ្វើយើងរបួសមិនធម្មតាទេលោក គំនុំយើងនឹងជាតារបស់ឯងគឺមិនចង់ឲ្យពាក់ព័ន្ធជាមួយឯងទេយើងមិនខ្វល់ទេគ្រួសារយើងប្រឹងប្រែងច្រើនឆ្នាំកន្លងមកនេះយើងមិនអាចបោះបង់ចោលងាយៗបែបនេះទេចឹងពួកឯងចង់ធ្វើស្អីឲ្យប្រកាសទៅយើងចង់ឲ្យគ្រួសារឈឹងរបស់យើងមានតំណែងជាស្ដេចចម្បាំងក៏មិនឯងមានឆ្នាំពុលឯងដាក់ឆ្នាំពុលរៀមច្បងលោកទើបតែដឹងទេឥឡូវនេះលោកមានអារម្មណ៍យ៉ាងម៉េចដែរទៅហ៎លីប៉ុងហើយលីប៉ុងចាំស្លាប់ទៅយើងនឹងយកសារសពឯងធ្វើជាឆ្នាំពុលហើយឲ្យគ្រួសាររបស់ឯងបានជួបគ្នាឡើងវិញនេះគឺមិនអាចទៅរួចទេស្លាច់ច្បងអាចតកូលជើងឲ្យប្រើឆ្នាំពុលថោកទាបណាស់ថោកទាបហ៎គោលការណ៍មានហាមមិនឲ្យប្រើឆ្នាំដែរទេតែឯងបានប្រើល្បិចអញ្ចឹងគោលការណ៍មានហាមមិនឲ្យប្រើល្បិចដែរទេបើគ្មានទេអញ្ចឹងមានបញ្ហាអីទៅលោកឈិនគឺលោកមើងងាយគូសត្រូវដល់ខ្លួនឯងទេបែបនេះហើយនឹងចង់ដណ្ដើមស្ដេចចម្បាំងទៀតមែនទេមិនមែនចឹងទេមិនមែនទេគឺមកពីពួកឯងអត់គេខ្មែរថោកទាបអត់គេខ្មែរនៅលើសមរភូមិមើលងាយសត្រូវគឺជារឿងគ្រោះថ្នាក់ណាស់
លោកឈិនសូម្បីតែដំណាក់កាលខ្ញុំនេះក៏ឆ្លងមិនផុតផងបើប្រយុទ្ធជាមួយសត្រូវខ្លាចតែស្លាប់មិនដឹងថាស្លាប់យ៉ាងម៉េច ស្រាប់តែកូនឆឹងពួកឯងពិតជាដូចគ្នាទាំងអស់មិនព្រមថ្លៃជ្រឹះក្បាច់ខ្លួនបានល្អគឺទៅស្វែងរកផ្លូវមិនស្មោះត្រង់ អញ្ចឹងតើយ៉ាងម៉េចឲ្យតែទៅដល់គោលដៅអ្វីដែលគួរធ្វើគឺត្រូវតែធ្វើលោកឈិនលោកមិនទាន់ចុះចាញ់ទៀតមែនទេឥឡូវនេះលោកនៅមានសង្ឃឹមនៅក្នុងការព្យាបាលបើចាំបន្តិចទៀតដល់ពេលដែលជាតិពឹសជ្រាបចូលទៅក្នុងគួរឆ្អឹងលោកហើយនោះលោកច្បាស់ជា ពួកអនិយាយពីអត់បានការច្រើនពេកហើយយើងរងចាំឈ្នះទី3របស់ឯងស្ដេចចម្បាំងចូលមក សនិតទី3ខ្ញុំត្រូវតែគិតឲ្យបានល្អបន្តិចខ្ញុំគួរតែប្រើកណ្ដាប់ដៃឬមួយក៏ប្រើជើងទៅ យើងមិនខុសថាប្រើជើងឬក៏ដៃទេអត់លឺឡើងមក លោកបញ្ញាធ្វើអីក្រែងលោកបាននិយាយថាខ្ញុំមានអាការ3ដងប៉ុណ្ណោះបើមិនអញ្ចឹងទេលោកនឹងតដៃ ចាំ វិញ ពុកហ្វាន់លោកអត់ឃើញទេពុកខ្ញុំកំពុងតែមានគ្រោះថ្នាក់ គ្រោះថ្នាក់គឺត្រូវហើយបើមិនអញ្ចឹងទេយើងធ្វើមិនអាចយកឈ្នះគាត់បានទៅ កូនឆឹងអាថោកទៀត យើងគ្រាន់តែលេងសើចឲ្យសប្បាយតែប៉ុណ្ណោះទេលោកឈិនត្រូវឆ្នាំពឹសមិនស្រួលទេមែនទេខ្ញុំពិតជាមិនយល់ថាអាយុច្រើនយ៉ាងនេះទៅហើយទៅនៅខាងក្រៅអរិយាពេលជាច្រើនឆ្នាំលោកត្រឡប់មកវិញធ្វើអី15ឆ្នាំមុនតកូលឈឹងរបស់យើងបានសម្រាប់តកូលលីងអស់មួយគ្រួសារ15ឆ្នាំក្រោយយើងនៅតែធ្វើបានមកខ្ញុំទៅមកខ្ញុំឲ្យខ្ញុំទុកជីវិតឲ្យលោកទៅ ពុកចុះចាញ់ទៅកូនសំវកូនតាមរកពុកយូរណាស់លោកបានអាចទៅរកឃើញពុកកុំមិនចង់បាត់បង់ពុកម្ដងទៀតទេ ស្ដេចចម្បាំងចុះចាញ់ទៅប្រហែលឆ្នាំនេះមានរស់នៅលំបាកហើយនេះមិនចង់បាត់បង់លោកទៀតត្រូវឲ្យលោកឈិនណាយល់អត់ចុះចាញ់ទៅ លោកឈិនលោក បន្តមកទៀតមិនចេញឈ្នះទី3មកចូលមកចាំឲ្យទៀតចូលមក ល្អពិតជាសប្បាយមែនផ្លូវទៅឋានលើលោកមិនរឹសបែរជារឹសទៅឋាននរកសនិតទី3លោកចាំទទួលទៅ មិនបានទេពួកយើងចុះចាញ់ហើយពុកកូនសំវពុក បន្តទៅបន្តមកទៀតតកូលឆឹងស្នេហ៍ទី3ត្រូវចាំបានដល់ពេលណាទៅ គោលការណ៍មានបាននិយាយថាมันអាចពជាពេលដែរទេលោកឈិននៅលើសមរភូមិលោកមិនអាចពឹងតែសមត្ថភាពទេគឺត្រូវតែពឹងលើប្រាជ្ញាផងដែរដល់ពេលហើយបានទៅពជាពេលទៀតគាត់អាចនឹងជាឡើងវិញប្រើស្និតចុងក្រោយទៅបានបើលោកចាំលេខបានហើយអញ្ចឹងខ្ញុំសម្រេចតាមបំណងលោកចុះស្និតចុងក្រោយនេះលោកចាំទទួលយកទៅ បងឡុងចាំដល់ពេលណាទៅពួកយើងល្បាតណាស់ទៅគ្រួសារស្ដេចចម្បាំងជួបគ្នាវិញចង់ឲ្យគេបាច់គ្នាអញ្ចឹងអី ចាំតែទៀតសិន ចាំ ខ្ញុំជឿជាក់លើស្ដេចចម្បាំង ចាំស្អីទៀតបងមកទៅខ្ញុំទៅ ចាំបើ ស្ដាប់បញ្ជាយើងបាទមិនមែនបញ្ជារបស់យើងមិនត្រូវកម្លាំងទេកម្លាំងមកមុខទៀតអសោះប៉ុន្តែនេះបញ្ជាទ័ពបាទស្នេហ៍ទី3ចូលមកចុះ ល្អពិតជាល្អលោកឈិនពិតជាគំរូល្អមែនស្និតទី3មកហើយហេតុអីចិត្តពុជជ្រាបចូលក្នុងខ្លួនគាត់ហើយគាត់នៅតែអាចកម្រើកបានបែបនេះហេតុអីទៅ សុំទៅផងជួយឯងអស់សង្ឃឹមហើយចាញ់ពុតចាញ់មិនស្មានថាលេខរៀងទី1ក្នុងតារាងសូមឲ្យស្នេហ៍ទី1ក៏ទុំបានផងធ្វើដៃខ្លាំងបែបនេះឬមួយគាត់ពុតជាស្ដេចចម្បាំងឈៀបដៃមែន បងកូនណាប់ពុកតាមមិនទេពេន បានទេមិនទាន់សាររបស់ចំតំណែងស្ដេចចម្បាំងពុកត្រូវទៅជប់មកវិញ ស្ដេចចម្បាំងតែសុខភាពរបស់លោក ស្ដេចចម្បាំងលោកធ្លាប់ប្រាប់ខ្ញុំគឺឲ្យតែនៅមានជីវិតមិនខ្វះពេលសងសឹកទេយល់អត់ចេញទៅចាំត្រៀមបាញ់ពេលក្រោយទៀតមិនមកទេឥឡូវមិនលុយគ្នាទេលោកអបរាជសូមលោកអបរាជប្រាប់មកបើពេលនេះខ្ញុំសូមដកខ្លួនចេញពីការសាកល្បងលទ្ធផលនឹងទៅជាយ៉ាងណា បើលោកដកខ្លួនពីការសាកល្បងនេះអញ្ចឹងកិច្ចប្រជុំស្ដេចចម្បាំងគ្មានអ្នកណាឈ្នះទេដូច្នេះតំណែងស្ដេចចម្បាំងត្រូវបានទៅលើមេតបដៃស្ដាំជាអ្នកកាន់កាប់ អាកញ្ចាស់ឈឹងនោះកញ្ចក់គ្រប់គ្រងមានស្ដេចចម្បាំងដែរ នេះគឺជារាជបញ្ជារបស់ព្រះមហាក្សត្រនគរតាសាយើងបាត់បង់ស្ដេចចម្បាំងយូរពេកហើយព្រះមហាក្សត្រមិនអាចចាំប្រជារាស្ត្ររឹតតែមិនអាចចាំទៀត ពួកឯងគឺហើយការសាកល្បងនេះយើងដាច់ខាតត្រូវតិចទៅ អញ្ចឹងសូមលោកឈិនចាប់ផ្ដើមចុះ មិនបាច់ពិបាកទេមិនចាំបាច់ពិបាកទេសូមគោរពលោកមេតបឈឹង លោកតាគឺខ្ញុំ មានបានកមែនមួយឈ្នះគឺចាញ់ទៅហើយគឺពិតជាអាម៉ាត់ដល់គ្រូសាស្ត្រឈឹងវិញយើងគិតថាឯងមិនចាំបាច់ឆ្លងដំណាក់កាលទី5ទេប្រយុទ្ធគ្នាទីនេះតែម្ដងទៅឈឹងទៅពិតជាឯងមែនអូម្នាក់នេះមើលទៅដូចជាប្រហែលមុខហើយធ្វើចៅយើងរបូតធ្ងន់ប្រើតែមួយឈ្នះប៉ុណ្ណោះយើងទៅពីនេះមិនគ្រាន់តែប្រហែលមុខទេកញ្ចាស់ឈឹងបើលោកមិនប្រើល្បិចថោកទេធ្វើបាបតកូលលីងទេតែពួកគេលបាបែបនេះទេ យើងបានប្រើល្បិចឯងមានផុសតាមទេឯងនិយាយទៅលោកត្រូវហើយជំនុំស្ដេចចម្បាំងថ្ងៃនេះគឺដើម្បីស្វែងរកស្ដេចចម្បាំងថ្មីដើម្បីដឹកនាំឲ្យមានស្ដេចចម្បាំងការពារប្រទេសជាតិត្រូវហើយដូច្នេះហើយការសាកល្បងបន្តទៀតឯងត្រៀមហើយនៅទោះបីជាស្លាប់យើងក៏មិនប្រកួតដំណាក់ស្ដេចចម្បាំងឲ្យទៅមនុស្សដូចជាឯងនោះដែរមែនអញ្ចឹងឯងទៅស្លាប់តាមសម្រួលចុះ នៅនេះកញ្ចាស់ឆឹងនេះប្រើថ្នាំពឹសយ៉ាងស្ទាត់ជំនាញបើនៅនេះចុះទៅស្ដេចចម្បាំងនឹងបាច់អារម្មណ៍ជាមិនខានទេ ប៉ុន្តែ គ្រោះថ្នាក់ពីមុនសុទ្ធតែឆ្លងផុតហើយម្ដងនេះជឿជាក់លើគាត់ចុះ បើសិនជាពីមុនក្បាច់គុណថ្នាំរបស់យើងប្រហែលជាមិនអាចធ្វើអីឯងបានឡើយតែពេលនេះវិញនោះ លោកឈឹងស្ដាប់លោកនិយាយបែបនេះម្នាក់នេះពិតជា ចឹងតើយើងធ្វើការមិនបាច់ឲ្យលោកមកជួយចង្អុលបង្ហាញស្អីនោះទេ បាទលោកមេតបបដៅត្រូវហើយ យ៉ាងម៉េច
ច្រើនឆ្នាំមុននេះគឺมันបានជួបកម្លាំងធាតុរឹតតែខ្លាំងហើយមែនទេឯងក៏ដឹងថាក្បាច់គុនពួកយើងយកពឹសចេញពីសាកសព បើសាក់សោះ គឺសាកសពកាន់តែច្រើនវឹកហាត់កាន់តែខ្លាំងពឹសក៏កាន់តែខ្លាំងដូចដែរលីប៉ុងហើយលីប៉ុងចាំស្លាប់ទៅយើងនឹងយកសាកសពឯងធ្វើជាថ្នាំពុលហើយឲ្យគ្រួសាររបស់ឯងបានជួបគ្នាឡើងវិញនេះគឺมันអាចទៅរួចទេ យើងមិនដឹងថាប្រើល្បិចស្អីទេនេះហៅថាធ្វើសឹកមិនខ្លាចការប្រើល្បិចទេនេះមកពីឯងធ្វើប្រហែលអញ្ចឹងឯងបានសម្ដែងល្ខោនរហូតមកអីឯងក្បត់ពាក្យសម្បត្តិធ្វើបាបដល់ប្រជារាស្ត្រថ្ងៃនេះយកដៅនេះប្រហារជីវិតឯងទល់លោកអបរាជដំណើរការសាកល្បងចុងក្រោយនេះខ្ញុំឆ្លងផុតហើយដែរ សូមគោរពស្ដេចចម្បាំងថ្មី Miêu I will ensure the Yagami name lives on. The true clash is upcoming between me and Horizon. Double kill!
Resources here. Triple kill.